បាយ3កូន1សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ episode ទី10នៃកម្មវិធីជាវ័យ season ទី2សុខសប្បាយអត់បងប្អូនសំឡេងរបស់ខ្ញុំប្រហែលជាអ្នកទាំងអស់គ្នាមានស្ដាប់ហើយឬសំឡេងប្រែប្រួលហើយព្រោះឈឺកខ្លាំងមែនទែនដោយសារខ្ញុំបានចូលរួមនៅក្នុងកម្មវិធីមួយជាសិក្ខាសាលាដែលបានផ្លាស់ប្ដូរការគិតរបស់ខ្ញុំផ្លាស់ប្ដូរគំនិតរបស់ខ្ញុំហើយក៏សូមshout out ទៅរៀមច្បងទាំងឡាយដែលកំពុងតែតាមដានទស្សនានៅវីដេអូមួយនេះហើយមិត្តរួមថ្នាក់ទាំងឡាយដែលជា fan របស់ខ្ញុំហើយកំពុងតាមដានទស្សនានៅវីដេអូមួយនេះចង់ប្រាប់ថាអ្នកទាំងអស់គ្នាធ្វើបានល្អមែនទែនសូមសំឡេងស្នូទតែដៃឲ្យខ្លួនឯងមួយដោយឡែកអរគុណសម្រាប់ការគាំទ្រតាំងពីដើមរហូតដល់ពេលនេះគឺជាអេពីសូតទី10នៅសល់តែ2អេពីសូតតែប៉ុណ្ណោះយើងនឹងបញ្ចប់រដូវកាលទី2ហើយដដែលគ្រាន់តែឃើញការអង្គុយរបស់ខ្ញុំក៏អ្នកទាំងអស់គ្នាដឹងថាថ្ងៃនេះខ្ញុំមិនមែនមកតែម្នាក់ឯងទេគឺខ្ញុំមានដៃគូហើយសង្ឃឹមថាមានរឿងល្អជាច្រើនបានកើតឡើងចំពោះនឹងបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនមានរឿងល្អបានកើតឡើងសូមកុំភ្លេច comment នៅពីក្រោមវីដេអូដដែលវីដេអូរបស់ជាអ្វីខ្ញុំបើកចំហឲ្យបងប្អូនយកទៅប្រើប្រាស់ដោយផលប្រយោជន៍តខ្លួនប្រាប់ការណាក៏បានដែរទោះត្រង់ថាសូមបងប្អូនទាំងអស់គ្នាមេត្តាឲ្យ credit មកជាអ្វីបើសិនជាអាចដាក់ link channel របស់ជាអ្វីទៅក្នុង title របស់បងប្អូននៅក្នុងប្រធានបទរបស់បងប្អូនឬក៏ដាក់នៅក្នុង description របស់បងប្អូនឲ្យ credit មកពួកខ្ញុំឲ្យគេបានស្គាល់ពួកខ្ញុំផងហើយវីដេអូខ្ញុំបើកចំហថាបងប្អូនយកធ្វើបែបណាក៏បានទៅផ្លូវណាក៏បានចែករំលែកបែបណាក៏បានដែរនៅក្នុងថ្ងៃនេះតើវាគ្មិនខ្ញុំជាអ្នកណាគេវាគ្មិនរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺបានការណែនាំពី fan ម្នាក់ទៀតតែគាត់បាន message ចូលនៅក្នុង page ហើយគាត់បានណែនាំថាអូបុគ្គលម្នាក់នេះបងម្នាក់នេះគឺគាត់យល់ដឹងច្រើនពីខាងផ្លូវអស់ហ្នឹងហើយនឹងមានបទពិសោធន៍ច្រើននៅក្នុងផ្លូវអស់ហ្នឹងដូចគ្នាហើយគាត់ជាមនុស្សធម្មតាទេបញ្ជាក់មិនមែនជាគ្រូខាងណាអីខាងណីទេខៃឡូគ្រូអីតិចទៀតចាំខ្ញុំនឹងសួរគាត់ថាខៃឡូគាត់ចេះអាគុំកែអីណាក៏សុំទោសសលេងរបស់ខ្ញុំអត់ល្អទេថ្ងៃហ្នឹងអញ្ចឹងក្នុងករណីនេះហើយដែលខ្ញុំថាអូខេតោះខ្ញុំនឹងតាក់ទងជាមួយគាត់ហើយខ្ញុំនឹងអញ្ជើញគាត់មកកម្មវិធីជាអ្វីឲ្យខានតែបានហើយជាកិត្តិយសនៅក្នុងថ្ងៃនេះគាត់បានមានវត្តមាននៅក្នុងកម្មវិធីជាអ្វីអេពីសូតទី10សូមសម្លេងស្វាគមន៍ឲ្យទៅបងវិនបាទជំរាបសួរជាដំបូងសូមជំរាបសួរដល់បងហើយក្រុមការងារក៏ដូចជាទស្សនិកជនបាទខ្ញុំវិនហើយមានបងប្អូនខ្លះក៏អាចស្គាល់ខ្ញុំតាមរយៈ content មេតិកាដែលខ្ញុំបង្កើតតាមរយៈ TikTok និង YouTube មេតិកាអ្វីដែរមេតិកាតាក់ទងពីនិយាយអំពីតារានិកតារាសាស្ត្រតារានិកនិងតារាសាស្ត្រអញ្ចឹងតើ channel របស់បងគឺមានឈ្មោះអ្វីដែរឈ្មោះខ្ញុំផ្ទាល់ហ្មងវិន VYN VYN សម្រាប់បងប្អូនដែលអត់អាចស្វែងរកគាត់ឃើញទេពួកខ្ញុំនឹងដាក់ channel របស់គាត់នៅក្នុង description អញ្ចឹងសូមបងប្អូនទាំងអស់គ្នាចុចមើលអាព័ត៌មានលម្អិតរបស់ episode មួយហ្នឹងទៅចុចទៅនឹងធ្លាក់ឃើញ channel របស់គាត់ហើយអញ្ចឹងកុំភ្លេចអសោះមេត្តាជួយចូលទៅគាំទ្រសម្រាប់អ្នកដែលចូលចិត្តខាងផ្នែកតារានិកហ្នឹងហើយចង់ដឹងព័ត៌មានតារានិកចូលទៅ like page គាត់ចូលទៅ subscribe page គាត់ follow គាត់ដើម្បីទទួលបានព័ត៌មានជាច្រើនក្រៅពីអាជីពធ្វើជាមាតិកាខាងផ្នែកតារានិកតើបងមានអាជីពអីផ្សេងទេបងជាទូទៅតាមពិតបង្កើតមាតិកាហ្នឹងគឺគ្រាន់តែពេលដែលខ្ញុំតនេពីការងារចម្បងរបស់ខ្ញុំគឺជាជាងផាត់មុខអូខេទទួលបានព័ត៌មានមួយទៀតណាបងប្អូនណាអញ្ចឹងគឺបងវិនណាបងវិនអូខេអញ្ចឹងខ្ញុំចង់បើកក្បាលថាតើសុខទុក្ខរបស់បងយ៉ាងម៉េចហើយការងាររបស់បងរវល់ទេតើចំពោះការធ្វើមាតិកាមានការធ្វើជាប្រចាំទេឬក៏យ៉ាងណាដែរបងឥឡូវនេះរៀងមមាញឹកជាងមុនបន្តិចដោយសារតែការងាររដូវកាលគេមកវិញអញ្ចឹងណាបាទអញ្ចឹងសម្រាប់ការងារខ្ញុំគឺរៀងរវល់ជាងមុនបន្តិចសម្រាប់ឲ្យសុខទុក្ខគឺសប្បាយចិត្តធម្មតាបាទចៃដនអីគាត់ជាមួយនឹងបងអូនថ្លៃរបស់ខ្ញុំអីគឺស្គាល់គ្នាពិភពលោកទូចមែនតើតោះតែខ្ញុំអត់បានស្គាល់គាត់វាជាការខកខានមួយប៉ុន្តែវាជាឱកាសល្អដែលខ្ញុំបានស្គាល់គាត់ដូចគ្នាអញ្ចឹងសង្ឃឹមថាមានឱកាសក្រោយពីកម្មវិធីជាអ្វីយើងបានជួបគ្នាយើងនឹងពិភាក្សាគ្នារឿងអបិយជំនឿបន្ថែមទៀតហើយហេតុអ្វីបានបងជ្រើសរើសជឿទៅលើរឿងអបិយជំនឿបងជ្រើសរើសឬក៏មិនជ្រើសរើសអត់ជ្រើសរើសទេទៀតប៉ិតខ្ញុំពីដំបូងគឺមិនមែនជាមនុស្សដែលជឿលើអបិយជំនឿទេសូម្បីតែធូបខ្ញុំអត់ដែរអត់សែនកងម៉ាទៅវត្តអីខ្ញុំមិនដែរអត់ធូបទេពីមុនបាទពីមុនពេលដតកាឥឡូវអត់ទេឥឡូវប្រតិបត្តិបានមែនតើព្រោះតាំងពីធ្លាប់បួសអូហើយខ្ញុំទៅតែចប់វគ្គវិបស្សនាកម្មដ្ឋានទេ
Nơi bà đập bóng. Nơi ởកំពង់ចាម Nơiកំពង់ចាម 10 ថ្ងៃ បាទ 10 ថ្ងៃ អូ អូខេ និយាយទៅគឺ flip 360 degree អូអូខេក្លាប់ចាក់ហ្មងផែនដីក្លាប់ចាក់ហ្មងបង 360មកកន្លែងតែហ្នឹងបង180ទៅមិនខុស 180 ណែ180ខុស300មកកន្លែងតែអូខេចុះមានកត្តាអ្វីដែលជាកត្តាជំរុញឲ្យជាក់ស្ដែងដែលថាពីមនុស្សម្នាក់ដែរខ្ជិលអុចធូដែលមានអីសុកមកប្រតិបត្តិរហូតដល់មានការឈានទៅដល់ការវិបស្សនាហើយមានការបួសហើយអញ្ចឹងទៀតកត្តាអ្វីឲ្យពិតប្រាកដបង ខ្ញុំគិតថាវាអត់មានអីដែលយើងទទួលបទពិសោធន៍ខ្លួនឯងពីព្រោះនៅពេលដែលយើងទទួលបទពិសោធន៍ខ្លួនឯងទើបយើងដឹងថាអូនៅលើโลกយ៉ាងហ្នឹងវាពិតជាមានអមនុស្សមែន បាទ វាពិតជាមានរឿងដែលយើងមិនដែលឃើញហើយយើងធ្លាប់តែគិតថាវាអត់មានតែវាពិតជាមាន កម្រិតដែលបងជួបថាពិតជាមានគិតថាអត់មានតែមានតើកម្រិតហ្នឹងឆ្ងាញ់ប៉ុណ្ណាដែរបង កម្រិតសល់ 2 ថ្ងៃទៀតខ្ញុំបាត់បង់ជីវិត អូឆ្ងាញ់មែនតើអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែ intro ប៉ុណ្ណឹងអ្នកទាំងអស់គ្នាអាចទីដឹងថាតើសាច់រឿងទាំងអស់នឹងកើតឡើងបែបណាតើមានរឿងអ្វីពិតប្រាកដតើអាមនុស្សបែបណាដែលចូលមកក្នុងជីវិតរបស់គាត់ដែលផ្ដល់បទពិសោធន៍ឲ្យគាត់រហូតដល់គាត់ថា2ថ្ងៃអាចនឹងបាត់បង់ជីវិតខ្ញុំបញ្ជាក់សាច់រឿងទាំងអស់ខ្ញុំមិនទាន់បានស្ដាប់នៅឡើយទេព្រោះពេលនេះខ្ញុំតាក់ទងខ្ញុំវិញថាបងចង់ស្ដាប់សាច់រឿងរបស់ខ្ញុំសិននេះខ្ញុំថាខ្ញុំអត់ចង់ទេខ្ញុំចង់ស្ដាប់នៅពេលដែលបងប្អូនទាំងអស់គ្នាស្ដាប់ដូចគ្នាអញ្ចឹងខ្ញុំចង់ទទួលបានបទពិសោធន៍ពិត 100% កុំឲ្យខាតពេលបងអាចចែករំលែកសាច់រឿងបងមានបានសាច់រឿងដែរ ថ្ងៃនេះរឿងមានច្រើនតែខ្ញុំគិតថាយក4មកសិន ខ្ញុំមាន4តោះយើងចូលដល់សាច់រឿងទី1 បាទចំពោះសាច់រឿងទី1ហ្នឹងគឺវាកើតឡើងលើខ្ញុំផ្ទាល់ហ្មង បាទ ហើយមុននឹងខ្ញុំចូលនិយាយពីសាច់រឿងខ្ញុំចង់ឲ្យយល់ថាមនុស្សយើងវាមានប្រភេទមនុស្សដែលមាននិស្ស័យឃើញខ្មោច បាទ បានន័យថាគាត់អាចនឹងឃើញតាមផ្លូវតាមអីចឹងទៅបានន័យថាភ្នែកគាត់អាចមើលឃើញវិញ្ញាណណាប៉ុន្តែមានមនុស្សមកប៉ែកទៀតអត់មាននិស្ស័យឃើញអាហ្នឹងដូចខ្ញុំអញ្ចឹងខ្ញុំអត់មាននិស្ស័យឃើញខ្មោចទេអញ្ចឹងបានន័យថាអ្វីដែលវិញ្ញាណព្យាយាមភ្ជាប់ជាមួយនឹងខ្ញុំគឺតាមរយៈយល់សប្តិហ្នឹងហើយអញ្ចឹងខ្ញុំចាប់ផ្ដើមសាច់រឿងហ្មង បាទចា៎ ខ្ញុំស្ថិតនៅក្នុងឆ្នាំមួយដែលខ្ញុំ depression គឺខ្ញុំមានបញ្ហាផ្លូវចិត្តវិបត្តិផ្លូវចិត្តណា ហើយបញ្ជាក់ឆ្នាំបានទេបង 2017 បាទ អាហ្នឹងបើសិនជាយើងគិតតារាសាស្ត្រឬក៏ហុងស៊ុយតែចាំឆ្នាំយើងឆុងដែរឆ្នាំអត់ល្អសម្រាប់យើងដែរអញ្ចឹងណាអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមនៅយប់ហើយខ្ញុំចូលចិត្តនៅឡាយងឹតទោះបីជាពេលថ្ងៃក៏ដោយខ្ញុំបិទវាំងននចិត្តហើយគឺចូលចិត្តនៅឡាយងឹតរហូតដល់មករយៈចុងក្រោយមកក៏ខ្ញុំសម្គាល់ឃើញថាខ្ញុំតែងតែភ្ញាក់ពេលយប់ហើយមុនពេលដែលខ្ញុំភ្ញាក់ហ្នឹងគឺកន្ទប់របស់ខ្ញុំវាត្រជាក់ខុសធម្មតាយើងថាវាត្រជាក់រហូតដល់យើងភ្ញាក់ដូចថាយើងគេងសុកទៅស្រាប់ត្រជាក់ទៅយើងភ្ញាក់ហ្មងប៉ុន្តែយូរទៅក៏មានអារម្មណ៍ថាមានគេឈរមើលខ្ញុំជឿជាក់ថាចេះនៅពេលដែលយើងគេងបើសិនជាអ្នកដែលមានវ័យខ្លាំងដូចខ្ញុំអញ្ចឹងខ្ញុំពេលខ្ញុំគេងឮសលេងអីតិចក៏ខ្ញុំភ្ញាក់ដែរអញ្ចឹងសម្រាប់បងដែលគេដែលគាត់មានវ័យដូចថាញៀនគាត់ខ្លាំងណាគឺដូចខ្ញុំអញ្ចឹងនៅពេលដែលយើងគេងលក់ទោះបីជាណាគេដើរកាត់យើងក៏យើងដឹងទោះបីជាណាគេធ្វើអីក៏យើងដឹងសលេងឮទឹកក្នុងកន្ទប់ទឹកក៏យើងដឹងដែរបាទតែដោយសារតែមួយរយៈក្រោយបន្ទាប់ពីខ្ញុំភ្ញាក់ហ្នឹងគឺខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាមានមនុស្សឈរមើលខ្ញុំហើយឈរមើលហ្នឹងឈរមើលស្កប់ឈរមើលរបៀបថាយើងគេអញ្ចឹងទៅឈរមើលយើងពីលើមើលយើងជាប់ហ្មងអញ្ចឹងនៅពេលដែលខ្ញុំមានអារម្មណ៍អញ្ចឹងខ្ញុំបើកភ្នែកមកក៏បាត់តែពេលដែលខ្ញុំបើកភ្នែកភ្ញាក់ហ្នឹងមកគឺបន្ទប់ខ្ញុំត្រជាក់ខុសធម្មតាត្រជាក់ខ្លាំងដូចទូទឹកកកអញ្ចឹងណាហើយខ្ញុំសង្កេតឃើញពេលខ្ញុំភ្ញាក់មកខ្ញុំក៏check ម៉ោងណា check ទូរស័ព្ទទៅម៉ោង 3ហេតុការណ៍ហ្នឹងគឺវាអត់មែនជាមួយថ្ងៃទេវាកើតឡើងជាមួយខ្ញុំដដែលម្ដងហើយម្ដងទៀតម្ដងហើយរៀងរាល់ថ្ងៃរហូតដល់ជិត2សប្តាហ៍បានន័យថាយប់ឡើងភ្ញាក់ម៉ោង 3យប់ឡើងភ្ញាក់ម៉ោង 3 វាអញ្ចឹងណាហើយហេតុការណ៍ដែលមានអារម្មណ៍ថាគេឈរមើលទៀតហើយអញ្ចឹងយើងភ្ញាក់ហើយខ្ញុំដោយសារតែកាលពីមុនខ្ញុំជាមនុស្សដែលអត់សូវជឿលើវិញ្ញាណអបិយជំនឿអីទេអញ្ចឹងខ្ញុំគិតថាវាជាការសម័យរវើរវាយរបស់ខ្ញុំណាដោយសារតែខ្ញុំក៏ចូលចិត្តមើលរឿងខ្មោចដែរអញ្ចឹងខ្ញុំគិតថាអូមកពីខ្ញុំមើលរឿងខ្មោចច្រើនពេកអញ្ចឹងខ្ញុំវាជាការរវើរវាយរបស់ខ្ញុំឯងរហូតដល់យប់យើងអាចនិយាយថាយប់ចាប់ដើមហ្មងចាប់ដើមមានរឿងសម្រាប់ខ្ញុំហ្មងគឺពេលដែលខ្ញុំគេងហ្នឹងខ្ញុំភ្ញាក់ដដែលឃើញមានអារម្មណ៍ថាគេឈរមើលខ្ញុំដូចគ្នាដល់តែពេលខ្ញុំព្យាយាមគេងទៅវិញខ្ញុំគេងលក់ប៉ុន្តែពេលគេងលក់ហ្នឹងខ្ញុំយល់សប្តិអាក្រក់ខ្លាំងមែនតើដែលខ្ញុំអត់ដែរតាំងពីខ្ញុំកើតមកគឺខ្ញុំអត់ដែរយល់សប្តិអាក្រក់ដល់ថ្នាក់ហ្នឹងហើយច្បាស់ស្ដែងមែនតើអញ្ចឹងខ្ញុំចាប់ផ្ដើមដោយយល់សប្តិហ្នឹងគឺខ្ញុំយល់សប្តិថាជាទូទៅការជំនាន់ហ្នឹងខ្ញុំនៅរៀនដែរខ្ញុំនៅរៀន University សាកលវិទ្យាល័យ
ហើយពួកម៉ាក់អាសាយមកយកខ្ញុំនៅផ្ទះខ្ញុំហើយទៅសាលាមួយគ្នា បាទ អញ្ចឹងខ្ញុំក៏យល់សប្តិថាគាត់មកយកខ្ញុំដោយរដងខ្ញុំជិះទៅជាមួយគាត់ហ្នឹងនៅតាមផ្លូវស្តុបលឿងណាធម្មតាមានស្តុបខៀវលឿងក្រហម បាទ ហើយមនុស្សខ្ញុំជាមនុស្សដែលអត់សូវមានការអត់ធ្មត់ទេអញ្ចឹងពេលដែលខ្ញុំឃើញស្តុបលឿងហ្នឹងខ្ញុំតែងតែមានអារម្មណ៍ថាទៅទៀតទៅផុតអញ្ចឹងណាអញ្ចឹងដល់ពេលហ្នឹងក្នុងយល់សប្តិខ្ញុំហ្នឹងខ្ញុំក៏បខំពួកម៉ាក់ខ្ញុំគាត់អ្នកដប់ណាជិះម៉ូតូគាត់ថាទៅកុំឈប់អញ្ចឹងគាត់ក៏ទៅតាមខ្ញុំទៅចៃដន្យអីឡានស៊ីម៉ង់ជិះកាត់មកគៀហ្នឹងគៀចូលជើងខ្ញុំមកខាងទេប៉ុន្តែដោយសារតែគាត់ចង់ជួយខ្ញុំគាត់ទាញខ្ញុំចាញ់មួយកបោបខ្ញុំហ្នឹងវាបែរជាខ្ទាស់មួយម៉ូតូហ្នឹងក៏វែងគាត់ចូលហើយឡានហ្នឹងកិនគាត់ទាំងស្រុងមកមកតួខ្លួនកិនឡើងទាំងស្រុងមកខ្ទាតឈាមមកលើខ្ញុំចេះហើយខ្ញុំក្នុងយល់សប្តិហ្នឹងខ្ញុំស្រែកខ្លាំងមែនតើអត់តន់ភ្ញាក់ភ្លាមទេណាខ្ញុំស្រែករហូតដល់ខ្ញុំភ្ញាក់មកទឹកភ្នែកអីហូរលេងរលោងពេញមុខហើយខ្ញុំមានអារម្មណ៍ថាស្ដែងម៉េះ បាទ ស្ដែងខ្លាំងណាស់ហើយខ្ញុំអត់ដែរយល់សប្តិអញ្ចឹងឯងហើយចាប់ដើមញ័រសាច់ទៅមើលថាឥឡូវនិយាយក៏រៀងដូចថាយើងរលឹកទៅក៏រៀងញ័រដែរណា ដិតដាន បាទដល់ទៅពេលអញ្ចឹងទៅខ្ញុំក៏គិតថាមិនអីទេតែគ្រាន់មានអារម្មណ៍ថាមួយរយៈនេះវាដូចជាមិនសូវស្រួលមិនទេយើងចេះតែងើបយប់ឡើងយើងចេះតែមានអារម្មណ៍ថាក្នុងបន្ទប់យើងមិននៅម្នាក់ឯងយើងចេះតែមានអារម្មណ៍ថាយល់សប្តិដូចគេងអត់ស្រឡះអញ្ចឹងអារម្មណ៍ខ្ញុំរៀងរវើរវាយហើយអស់កម្លាំងមែនតើខ្ញុំក៏សម្រេចចិត្តភ្ញាក់ឡើងខ្ញុំងើបមួយទឹកធម្មតាញ៉ាំបាយទៅពួកម៉ាក់ខ្ញុំក៏ឆាតមកថាតិចទៀតទៅយកទៅសាលាអញ្ចឹងខ្ញុំក៏ធម្មតាខ្ញុំអត់បាននឹកឃើញយល់សប្តិហ្នឹងទេស្រាប់ដល់ពេលហើយពេលដែលខ្ញុំញ៉ាំបាយហើយខ្ញុំក៏រៀបចំខ្លួនឲ្យបើកទ្វារផ្ទះមកក្រាក់ខ្ញុំឃើញគាត់អញ្ចឹងខ្ញុំភ្ញាក់មកស្ទុះអ្នកទាំងអស់គ្នាស្គាល់ Deja Vu ឯង ស្គាល់ បានន័យថាយើងធ្លាប់ឃើញរឿងមួយដែលដូចមានអារម្មណ៍ថាវាកើតឡើងហើយតែអ្វីដែលខ្ញុំឃើញហ្នឹងខ្ញុំគិតថាដូចជាមិនមែន Deja Vu ដូចរបៀបថាបើខ្ញុំទៅយល់សប្តិយប់មិញហ្នឹងអ្វីដែលខ្ញុំ surprise ខ្លាំងមែនតើគឺអ្វីដែលគាត់និយាយកៅអៅរបស់គាត់សម្លៀកបំពាក់កាយវិការគឺដូចក្នុងយល់សប្តិទាំងអស់ស្រាប់ខ្ញុំក៏មានអារម្មណ៍ថាតំតែយល់សប្តិកាលពីយប់មិញណាហេតុអីក៏កៅអៅគាត់ដូចនឹងអ្វីដែលខ្ញុំឃើញក្នុងយល់សប្តិហ្នឹងម៉េចខ្ញុំក៏ថយមកជំហានមកខ្ញុំមើលខ្លួនឯងចេះ បាទ ខ្ញុំថយមើលកៅអៅខ្លួនឯងដូចយល់សប្តិហ្នឹងទៀតអញ្ចឹងខ្ញុំក៏ភ្ញាក់ខ្ញុំឈរមកសន្ទុះខ្ញុំគិតថាបថយអត់ យល់ បាទវាអាហ្នឹងបានន័យថាយើងដូចចាក់ភ្នោអញ្ចឹងណាថាដូចអញ្ចឹងដូចបថយអត់តែខ្ញុំមានអារម្មណ៍ថាអត់ទេអារម្មណ៍ខ្ញុំអត់ល្អខ្ញុំអត់ចង់បថយអញ្ចឹងខ្ញុំក៏គាត់ថាអត់ទៅចាស់អត់ស្រួលខ្លួនហើយគាត់ក៏ឆ្ងល់ថាកើតអីចេះចេញរៀបចំខ្លួនហើយហ្នឹងមិនបានអត់ទៅណាមកទៅចាស់អត់ស្រួលខ្លួនអញ្ចឹងគាត់ក៏ទៅរៀនតែគាត់ទៅខ្ញុំក៏មកនៅផ្ទះមួយថ្ងៃពេញវល់ល្ងាចតែដោយសារតែអារម្មណ៍ខ្ញុំអត់ល្អក្នុងយប់ហ្នឹងក៏ខ្ញុំប្រាប់គាត់ថាមកគេងមួយខ្ញុំមកកំដរខ្ញុំគេងមកព្រោះខ្ញុំយល់សប្តិអត់សូវល្អមួយថ្ងៃទេអញ្ចឹងមានគ្នាក៏ល្អដែរអញ្ចឹងគាត់ក៏មកគេងកំដរខ្ញុំហើយគឺជាយប់ដែលខ្ញុំឃើញរបស់ហ្នឹងតែម្ដងគឺឃើញស្ដែងតែម្ដងអញ្ចឹងនៅពេលដែលដល់យប់ឡើងហ្នឹងខ្ញុំគេងកតុបខ្ញុំធៀបប៉ិតទៅបើយើងនិយាយពីរឿងហុងស៊ុយវាអត់សូវល្អទេខែខ្ញុំខែឈើផ្លុំវាបាក់ដល់ពេលអញ្ចឹងយើងដោះអាខែហ្នឹងជើងខែហ្នឹងចោលអស់ទៅសល់តែក្បាលខែផ្អប់ហើយយើងដាក់ពុកចុះទៅក្រោមឥឡូវយើងសម័យមកដូចម៉ងខ្មោចអត់ ដូចមួយឈូក ដូចហ្នឹងហើយដូចចូលទៅដូចយើងដេកនៅក្នុងម៉ងអញ្ចឹងណាខ្ញុំក៏គេអញ្ចឹងទៅពុកជាប់អត់អញ្ចឹងពួកម៉ាក់ហ្នឹងក៏នៅស្ដាំដៃហើយគេធម្មតាអញ្ចឹងនៅពេលដែលខ្ញុំគេអញ្ចឹងទៅអាលាវលក់អញ្ចឹងណាក៏ចាប់ផ្ដើមដឹងខ្លួនវិញមើលម៉ោងទៅម៉ោង3ទៀតហើយបាទញាក់ត្រជាក់ដូចគ្នាមានអារម្មណ៍ថាត្រជាក់ខ្លាំងណាស់កតុបហ្នឹងហើយខ្ញុំក៏បន្ថយមិនសិនតិចហើយខ្ញុំក៏សង្ងំគេខ្ញុំក៏យល់សប្តិទៀតប៉ុន្តែពេលយល់សប្តិហ្នឹងមានជនទី3ហ្នឹងគឺជាពួកម៉ាក់ខ្ញុំម្នាក់ទៀតជា Tomboy យល់ បាទហើយ Tomboy ហ្នឹងគាត់នៅខាងឆ្វេងដៃខ្ញុំហើយពួកម៉ាក់ខាងស្ដាំ បាទពួកម៉ាក់ខ្ញុំដែរគាត់ហ៊ានមួយខ្ញុំហ្នឹងគឺនៅស្ដាំដៃរបស់ខ្ញុំហើយចំពោះកៅអៅអីក៏ដូចគ្នាទាំងអស់ ទស្សនវិជ្ជាតែមួយលើសតែមនុស្សម្នាក់ បាទបានន័យថាកតុបអីអង្កត់មនុស្សនៅនេះកៅអៅស្លៀកពាក់ពេលយើងគេងបែបណាគឺដូចគ្នាទាំងអស់លើសតែមនុស្សម្នាក់ឯងលើពួកម៉ាក់ខ្ញុំដែលជា Tomboy ហ្នឹងនៅក្នុងយល់សប្តិហ្នឹងខ្ញុំក៏និយាយលេងជាមួយនឹងពួកម៉ាក់ខ្ញុំធម្មតាព្រោះអីខ្ញុំអាសាហៅពួកម៉ាក់ខ្ញុំមកគេងក្នុងផ្ទះវាជាទម្លាប់របស់ខ្ញុំអញ្ចឹងណាអញ្ចឹងខ្ញុំនិយាយលេងធម្មតាទៅពួកម៉ាក់ខ្ញុំដែលជា Tomboy ហ្នឹងគាត់ក៏មកអួតខ្ញុំក្នុងយល់សប្តិណាតែចំណុចនេះគឺសំខាន់មែនតើគាត់ថាអញសាក់ខ្នងហើយស្អាតណាអញស្រឡាញ់ណាហើយខ្ញុំក៏ថាសាក់ហុកអីគេហុកអន្ត្រីខ្មៅស្អាតមែនតើពេញខ្នងហ្មង
ហើយខ្ញុំថាសុំមើលតិចមើលគាត់នៅខាងឆ្វេងដៃខ្ញុំគាត់ក៏បែរខ្នងឲ្យខ្ញុំមើលគាត់ងើបអង្គុយបែរខ្នងឲ្យខ្ញុំមើលអញ្ចឹងណាខ្ញុំមើលទស្សនភាពហ្នឹងខ្ញុំទទួលយករូបនោះអត់បានទេគឺវាអាក្រក់វាអត់ស្អាតដូចអ្វីគាត់និយាយទេគឺស្លាបខ្មៅគ្រប់រូបសត្វបាក់សីប៉ុន្តែខ្មៅគ្រប់មែនតើហ្មងហើយឃើញគួរឲ្យខ្លាចហើយស្លាបហ្នឹងវាធំពេញខ្នងគាត់ហើយខ្ញុំថាអ៊ុយបានងាកទៅវិញស្អាតស្អីអញ្ចឹងសោះខ្ញុំនិយាយអញ្ចឹងណាស្អាតអីអញ្ចឹងអត់ឃើញស្អាតហងខ្ញុំថាអត់ទេអញខំសាក់សោះអើយសុំប៉ាអញកំពុងសាក់បានអញ្ចឹងណាអញ្ចឹងគាត់ក៏កេងមកវិញខ្ញុំនិយាយមួយគាត់កេងបែរទល់មុខគ្នាចេះណាអញ្ចឹងពួកម៉ាក់ខ្ញុំគាត់នៅនោះចុចទូរស័ព្ទធម្មតាទេបាទស្រាប់តែពេលកំពុងតែនិយាយគាត់ក៏ថាអ៊ុយគាត់ភ្ញាក់អ៊ុយណាអ៊ុយអីគេស្អីគេលិតខ្នងអញខ្ញុំក៏គិតក្នុងចិត្តខ្ញុំថាខ្ញុំនិយាយលេងសើចមួយគាត់ថាចេះមានឆ្កែអញណាឡើងមកដល់លើហ្នឹងហ៎ព្រោះកតុបខ្ញុំជាន់ទី2ហើយខ្ញុំថាទោះបើមានឆ្កែក៏ឥឡូវអញអត់មានចិញ្ចឹមឆ្កែទៀតដែរឆ្កែអញឲ្យគេបាត់ហើយអញ្ចឹងខ្ញុំនិយាយបែបលេងសើចគាត់ថាហេកុំមកបន្លាចអញខ្លាចទេមានឆ្កែអីវាអត់មានទេនៅលើហ្នឹងវាមានសត្វអីដែលអាចលិតខ្នងគាត់កោតទេគាត់ក៏ទឹកមុខគាត់ភ័យស្លេកហើយគាត់មើលមកខ្ញុំតែគាត់ហ៊ានងាកទៅក្រោយវិញគាត់នៅតែបែរខ្នងខ្ញុំបែរមុខមហោខ្ញុំអញ្ចឹងណាអញ្ចឹងគាត់ក៏មកសន្ទុះគាត់ស្រែកខ្លាំងជាងមុនទៀតថាអ៊ុយអត់ទេលិតខ្នងអញទៀតហើយគាត់ឆ្លេឆ្លាហ្មងគាត់ឆ្លេឆ្លាហើយខ្ញុំក៏ទប់គាត់ថាបន្លាចអញដឹងបាទខ្ញុំនិយាយអញ្ចឹងណាអញ្ចឹងខ្ញុំក៏លូកដៃតាមប្រឡោះកគាត់ចេះហើយដាក់ដៃទៅខាងក្រោយខ្នងគាត់ដើម្បីស្ទាបអញ្ចឹងណាចង់ដឹងថាលិតស្អីគេវាអត់មានឃើញអីស្រាប់មកសន្ទុះសភាវៈហ្នឹងលិតដៃលើដៃខ្ញុំខ្វាច់ហើយអារម្មណ៍ណាដាតហ្នឹងធំណាមិនមែនជាដាតឆ្កែហើយសើមខ្លាំងខ្ញុំក៏ដកដៃមកវិញឡើងលឿនហើយខ្ញុំលោចេញពីគាត់ចេះហើយខ្ញុំក៏ចាប់ដើមភ័យខ្ញុំចាប់ដើមថាអេអើយសត្វស្អីគេឡើងមកដល់កតុបខ្ញុំជាន់ទី2ទាំងតែកតុបខ្ញុំសូម្បីតែចិញ្ចក់ក៏អត់ចូលកើតដែរព្រោះបិទចិត្តសៀលហ្មងខ្ញុំថាហេសត្វស្អីគេចេះតែដោយសារតែអត្តចរិតពីកណ្ដោតរបស់ខ្ញុំដែលខ្ញុំអត់ជឿរឿងអបិយជំនឿរឿងអមនុស្សខ្ញុំអត់តន់គិតដល់រឿងហ្នឹងទេខ្ញុំគិតតែរឿងតែសត្វអីអញ្ចឹងខ្ញុំក៏ចាប់ដើមយកដៃខ្ញុំហ្នឹងវែកក្បាលគាត់ឡើងពីខ្នើយណាហើយខ្ញុំព្យាយាមមើលតាមប្រឡោះកគាត់ហ្នឹងទៅខាងក្រោយខ្នងហ្នឹងអញ្ចឹងដល់ទៅពេលខ្ញុំមើលទៅដោយសារកតុបខ្ញុំជួយចិត្តងឹតអញ្ចឹងតែភ្លើងម៉ាស៊ីនត្រជាក់អញ្ចឹងក៏ខ្ញុំយកស្កុតបិទដែរអញ្ចឹងវាពលឺវាតិចមែនតើពលឺរៀងខៀវណាអាពលឺម៉ាស៊ីនត្រជាក់ហ្នឹងវាតិចមែនតើដល់ពេលដែរខ្ញុំព្យាយាមមើលទៅដំបងអត់តន់ឃើញអីទេប៉ុន្តែខ្ញុំលឺដង្ហើមធ្ងន់ណាស់ដង្ហើមមនុស្សឈឺរបៀបអញ្ចឹងខ្ញុំចាប់ដើមអុយតែខ្ញុំមើលអត់ឃើញណាអញ្ចឹងខ្ញុំព្យាយាមអោបក្បាលគាត់មើលងើបឲ្យខ្ពស់ជាងនេះទៀតមកអញស្រួលមើលរបៀបអញ្ចឹងណាតែទៅពេលហើយអាពលឺម៉ាស៊ីនត្រជាក់ហ្នឹងក៏ចាំងទៅលើស្រមោលហ្នឹងទៅឃើញរូបរាងក្បាលមនុស្សតែអត់មានខ្លួនទេណាបានន័យថាដូចរូបសម្លាកដែលមានតែក្បាលហើយដាក់នៅលើអត់អញ្ចឹងតែក្បាលហ្នឹងធំគួរសមខ្ញុំញ័រប៉ុន្តែដោយសារតែដូចតែនិយាយដដែលអញ្ចឹងថាអាចរិតយើងចង់ដឹងចង់លឺហើយយើងមិនដែលជឿផងណាយើងកាន់តែព្យាយាមមើលឲ្យកាន់តែច្បាស់តែទៅពេលហើយភ្នែកក៏បើកភឹបហើយរង្វង់ភ្នែកគាត់ដូចគេយកថ្នាំលាបផ្ទះលាបមកជួយចែកពណ៌ក្រហមបានន័យថាឧទាហរណ៍ថាបើសិនជាក្បាលនឹងពណ៌ខ្មៅតែមួយឆ្នូតនឹងគឺពណ៌ក្រហមតែក្បាលនឹងខ្មៅក្រឹបมันមានពណ៌អ្វីក្រៅពីខ្មៅវាខ្មៅរលោងដូចប្រឡាក់ប្រេងម៉ាស៊ីនឡានអញ្ចឹងតែខ្មៅជាងប្រេងម៉ាស៊ីនឡានទៀតតែមានមួយឆ្នូតកន្លែងនេះបាទប៉ុន្តែមានមួយឆ្នូតហ្នឹងពណ៌ក្រហមហើយខ្ញុំក៏ភ័យប៉ុន្តែយើងនៅតែចង់ដឹងថាជាស្អីគេអញ្ចឹងណាខ្ញុំព្យាយាមមើលប៉ុន្តែកសែភ្នែកសភាវៈមួយហ្នឹងគឺមុតមែនតើគឺមុតសាហាវហ្មងខ្ញុំអត់ដែរឃើញមនុស្សណាដែលមានកសែភ្នែកមុតដល់ថ្នាក់ហ្នឹងឯងរបៀបថាមើលមកយើងគឺមុតហើយអត់ព្រិចភ្នែកអញ្ចឹងមើលមកអញ្ចឹងស្រាប់តែពេលហើយខ្ញុំព្យាយាមមើលអញ្ចឹងខ្ញុំចាប់ដើមមើលគាត់ច្បាស់ទៅហើយឃើញថារូបរាងកាយរបស់គាត់ហ្នឹងជ្រាវជ្រួញហើយខ្មៅមែនតើហើយសក់រយហើយតពេកហើយក្បាលធំស្រាប់ដល់តពេហើយក៏ហាមាត់ស្រាប់ធ្លាក់អណ្ដាតដល់ដីឆ្វាច់ពេលហ្នឹងគឺខ្ញុំក្នុងយល់សពហ្នឹងគឺខ្ញុំខ្ទាតចេញពីពួកម៉ាក់ខ្ញុំថមបយហ្នឹងមកទំហឹងហើយខ្ញុំស្រែកឡើងផ្អើលផ្ទះខ្ញុំហ្មងផ្អើលដល់ម៉ាក់ខ្ញុំកតុបជាន់ទី1គឺស្រែកលឺមែនតើអានេះដោយសារតែខ្ញុំមិនអាចឧទាហរណ៍ស្រែកក្នុង show បានទេណាប៉ុន្តែកម្រិតដែលស្រែកលឺហ្នឹងគឺវាខ្លាំងមែនតើណាអញ្ចឹងកន្លែងហ្នឹងអ្វីដែលបងបានឃើញសភាវៈហ្នឹងគឺសភាវៈហ្នឹងដេកផ្ទាល់នឹងឥដ្ឋឬក៏ពងតែឈរអត់ទេអត់មានខ្លួនទេហ្នឹងហើយក្បាលប្រឈរប៉ុន្តែផុតពីឥដ្ឋត្រូវហ៎បងអត់ទេនៅលើឥដ្ឋដូចគេកាត់ដាក់អញ្ចឹង
ចាន់តែគ្រាន់តែហាមាត់មកដាត់ហ្នឹង ហ្នឹងហើយដាតនឹងវែងណាដាតនឹងវែងហើយស្រួចចា យល់ គ្រាន់តែគាត់ហាមាត់មកធ្លាក់ដាតនឹងឆ្វាច់លន់ទៅលើអត់នឹងប៉ាច់ចឹងហើយខ្ញុំឃើញអញ្ចឹងដល់យើងសម័យដល់គាត់លិតដៃយើងចេះវាកាន់តែស្រាវអញ្ចឹងខ្ញុំខ្ទាតខ្លួនខ្ញុំហ្នឹងមកទំហឹងមកខ្ញុំស្រីខ្លាំងមែនតើចាដល់ទៅពេលហើយអត់ភ្ញាក់ឯណាអត់ភ្ញាក់ទេ អត់ភ្ញាក់ពីយោសពទៀត បាទតតែនេះពួកម៉ាក់ខ្ញុំតែស្ដាំដៃនេះគាត់ដាស់ខ្ញុំនេះបានខ្លួនខ្ញុំទៅលើគាត់ទាំងស្រង់បាត់ហើយហ្នឹងបានន័យថាពេលខ្ញុំភ្ញាក់ដឹងខ្លួនហ្នឹងខ្លួនខ្ញុំខ្ទាតទៅលើគាត់ហើយគាត់ក៏និយាយថាកេងសុកសុកមកលោតមកលើគាត់អញ្ចឹងណា បាទ សិតទៅពេលហើយគាត់ថាថៃស្រីលឺម៉ែស្រីលឺខ្លាំងមែនតើរហូតដល់ម៉ាក់ទេមកពីក្រោមចំកើតអីមិនមែនគាត់ស្មានតែយើងត្រូវអី បាទ ហ្នឹងអត់អីទេម៉ាក់ខ្ញុំយល់សពអត់ល្អទេអញ្ចឹងក៏បិទទូរស័ព្ទពីម៉ាក់ស្រាប់តែពេលគាត់ខាងនេះគាត់ថាហែងកើតដូចគេថាអត់អីទេខ្ញុំអត់និយាយទៅដូចថាខ្ញុំគិតថាខ្ញុំនៅតែគិតថាខ្ញុំរវើរវាយទេ យល់ អញ្ចឹងខ្ញុំមិនថាអត់អីទេគេប៉ុន្តែខ្ញុំលេងហ៊ានងាកទៅខាងនោះខ្ញុំលេងហ៊ានងាកឯង ងាកមកស្ដាំ បាទបានថាខ្ញុំរៀងគេងរៀងជំហានរៀងបែកចេះហើយខ្ញុំលេងហ៊ានងាកឯងដល់ទៅពេលហើយខ្ញុំក៏គិតថាសង្ងំគេតភីនេះគឺជាអ្វីដែលខ្ញុំមិនដែលទទួលបទពិសោធន៍ក្នុងជីវិតខ្ញុំថាមានយល់សពតភី បាទ ហើយតភីលើកទី2នេះកាន់តែស្ដែងជាងលើកទី1ទៀតគឺពួកម៉ាក់ដែលជា Tomboy នៅខាងស្ដាំដៃរបស់ខ្ញុំហ្នឹងគឺបាត់ហើយសល់តែខ្ញុំ2នាក់គាត់អញ្ចឹងវាកាន់តែដូចការប៉ັດណាកាន់តែដូច reality ការប៉ັດរបស់យើងអញ្ចឹងដល់ពេលអញ្ចឹងទៅក្នុងយល់សពហ្នឹងគឺខ្ញុំអត់ហ៊ានងាកអញ្ចឹងទេប៉ុន្តែឮសលេងគាត់នៅនឹងដដែលឮសលេងដង្ហើមនឹងដដែលហើយដង្ហើមធ្ងន់ណាជាមួយនឹងសលេងសើចតិចសើចរបៀបតិច បាទ ដល់ពេលខ្ញុំភ័យអញ្ចឹងទៅខ្ញុំអត់ហ៊ានងាកទេអញ្ចឹងខ្ញុំក៏ព្យាយាមកាន់ដៃពួកម៉ាក់ខ្ញុំនេះជាប់រហូតដល់ខ្ញុំងាកមកមើលពួកម៉ាក់ខ្ញុំនេះស្រាប់តែគាត់បាត់ក្បាលហើយខ្ញុំបែរជាទៅអោបខ្លួនសាកសពមនុស្សម្នាក់ដែលខ្មៅខ្ញុំក៏រុញគាត់ចេញពីឆ្វេងស្ដាំដៃខ្ញុំនេះរុញមកសាទៀតក៏ភ្ញាក់អញ្ចឹងទៅក៏ខ្ញុំខ្ទាតមកខាងនេះវិញអញ្ចឹងបានន័យថាយល់សពវាដូចមែនតើវាកាន់តែដូចរហូតដល់ខ្ញុំភ្ញាក់ដឹងខ្លួនឡើងពួកម៉ាក់ខ្ញុំសួរថាកើតអីមកយប់ហ្នឹងស្រែកពី3ដងខ្ញុំថាអត់អីទេទៅផ្ទះចោះតែពេលហ្នឹងម៉ោងតែ6ព្រឹកទេណាអត់អីទេទៅផ្ទះចោះអត់ចង់និយាយអីព្រោះមានអារម្មណ៍ថាអត់ល្អទេតែទៅផ្ទះចោះអញ្ចឹងខ្លួនខ្ញុំស្គាល់រសជាតិហើយដែលគេថាខ្លាចខ្មោចបាសសក់ បាទ ខ្លួននេះបាទភូសបល់ជាប់ហើយភ្ញាក់ពីមនុស្សម្នាក់ដែលអត់ជឿលើរឿងអមនុស្សទេរហូតដល់មនុស្សម្នាក់ដែលសម្បីកាន់ទូរស័ព្ទចុចសុកលោតnotification ណាលន់ទឹងក៏ខ្ញុំភ្ញាក់ធ្លាក់ទូរស័ព្ទពីដៃដែរយល់ថាយើងលេងប្រឡឹងយើងលេងនៅក្នុងខ្លួនហ្នឹងវាទៅជាភ្ញាក់បាទរហូតដល់ខ្ញុំគាត់ថាចេះរៀបចំញ៉ាំបាយផឹកហើយទៅហើយចង់សម្រាប់ពេលថ្ងៃបន្តិចដើម្បីទៅរៀនព្រោះដោយសារយប់មិញគេអត់បានសោះបាទ អញ្ចឹងខ្ញុំក៏សម្រាប់ពេលថ្ងៃតែអ្វីដែលវាឲ្យខ្ញុំហ្នឹងកាន់តែស្ដែងណាកាន់តែចាប់ផ្ដើមជឿបន្តិចម្ដងគឺដោយសារតែពេលខ្ញុំគេងពេលថ្ងៃហ្នឹងគឺវាលែងជាយល់សប្តិហើយបានន័យថាពេលខ្ញុំគេងលក់ហ្នឹងទៅគ្រាន់តែខ្មោចសកត់អញ្ចឹងបានន័យថាយើងដឹងខ្លួនយើងអាចនិយាយបានតិចប៉ុន្តែយើងងើបអត់រួចទេ បាទ ពេលដែលខ្ញុំគេងពេលថ្ងៃហ្នឹងខ្ញុំក៏រត់ដល់ខ្ញុំមិនដែរបើកបែងណនតែសារហ្នឹងចាប់ដើមខ្លាចងឹតហើយចាប់ដើមរៀងរអានឹងភាពងឹតហើយខ្ញុំក៏បើកបែងណនអស់អញ្ចឹងថ្ងៃហ្នឹងវាចាំងលើខ្លួនខ្ញុំទាំងអស់ចា៎បាទស្រាប់តែពេលខ្ញុំគេងទៅលាវចិត្តលុកក៏ខ្ញុំឮសលេងទាំងហៅមនុស្សទៀតតែឮនៅគៀនបែងណនព្រោះធម្មតាយើងហូតបែងណនទៅគៀនទៅវាបាំងរៀងមលុបណាបាទអញ្ចឹងនៅបាំងបែងណនហ្នឹងហ្មងនៅគៀនចុងជើងខ្ញុំខាងស្ដាំដៃចាក់ខ្ញុំឮតែទៅពេលចឹងហើយលាវចឹងទៅឮសលេងទាំងហើមតែដូចថាយើងព្យាយាមមើលបើកនៅតិចមើលចឹងវាអត់ឃើញអីតែខ្លួនយើងរត់រួចទេយើងរត់រួចចឹងមើលចឹងណាដោយសារតែភាពមានះនឹងគេហៅថាបើយើងនិយាយសួរស្ដាប់ដូចថាឆ្លើយណាព្រោះខ្ញុំចរិតខ្ញុំមួយគឺខ្ញុំអត់សូវជឿមិនអត់សូវជឿពីមុនគឺខ្ញុំអត់ជឿលើអបិយជំនឿទាំងអស់អញ្ចឹងខ្ញុំជឿតែមួយយ៉ាងនេះបើខ្ញុំមិនប៉ះពាល់ណាគេក៏អត់មានអ្វីដែលមកប៉ះពាល់ខ្ញុំដែរអញ្ចឹងខ្ញុំក៏រៀងឆ្លើយខ្ញុំក៏និយាយថាចេះកុំញ៉ៃញ៉ៃជាមួយខ្ញុំអត់ចូលចិត្តទេខ្ញុំអត់ចូលចិត្តកុំមករំខានខ្ញុំឆ្លើយឆ្លងមកហានេះមិនមែនយកសពទេឆ្លើយមកហើយឆ្លើយមួយម៉ាត់ហ្នឹងមកខ្ញុំឡើងរបៀបថាផឹងស្ទុះឲ្យភ្ញាក់បដ ாய் ព្រោះមួយម៉ាត់ហ្នឹងគឺសាហាវដែរចេះតែគាត់សើចអរបៀបអត់យូរទេហែងចាប់តែខ្ញុំព្យាយាម
ចាប់ដើមអត់តតាំងអីទៀតទេគឺចាប់ដើមព្យាយាមរើយភ្ញាក់ហើយគ្រាន់តែភ្ញាក់ភ្លាមសូត្របទុបប្រទេសមួយទឹកមួយអីគឺចេញពីកតុបហ្នឹងមកចាប់ដើមខ្លាចហើយក្នុងចិត្តដូចថាយើងចាប់ដើមសួរខ្លួនឯងណាមិនទៅវាជាការសម័យឬក៏មិនប៉ុន្តែវាដូចជាស្ដែងទៅអញ្ចឹងណាអញ្ចឹងពេលដែលខ្ញុំចេញទៅរៀនហ្នឹងពួកម៉ាក់ខ្ញុំមកយកខ្ញុំដូចសពដងអញ្ចឹងបន្ទាប់ពីចេញរៀនចប់ខ្ញុំក៏សម្រេចចិត្តទៅលេងពួកម៉ាក់ខ្ញុំគាត់បើកហាងផ្កាណាអញ្ចឹងក៏ខ្ញុំទៅយកសាច់រឿងហ្នឹងទៅនិយាយប្រាប់គាត់ត្រួសទេតែមានពួកម៉ាក់ខ្ញុំម្នាក់គាត់មកប្រាប់ថាចេះអូហាញយល់សពឃើញមនុស្សខ្មៅអញ្ចឹងអត់ល្អទេខ្មែរអញ្ចឹងគេហៅខ្មៅតែយើងហ្នឹងហើយហើយខ្ញុំអត់ដែរលឺសោះខ្ញុំអត់ដែរលឺទេណាក្នុងចិត្តដូចអត់គួរឲ្យជឿទេតែគាត់ថាមើលសូត្រសូត្រទឹកសូត្រអីអត់ល្អទេអាហ្នឹងគ្រោះកវត្តកខ្ញុំអត់សូវជឿទេអញ្ចឹងពេលខ្ញុំអត់សូវជឿខ្ញុំក៏អត់អស់ចិត្តទេខ្ញុំនៅអញនៅហាងគាត់មកសន្ទុះខ្ញុំគាត់ថាឥឡូវដើម្បីចង់ឲ្យច្បាស់ថាតើក្នុងយល់សពខ្ញុំនឹងវាដូចនឹងធាតហេតុការជាក់ស្ដែងអត់ខ្ញុំក៏សម្រេចចិត្តទៅជួបពួកម៉ាក់ខ្ញុំជាធំបងយល់ហ្នឹងហើយខ្ញុំជិះម៉ូតូទៅដល់ហាងគាត់អញ្ចឹងដោយសារយើងខានជប់គ្នាយូរគាត់ទទួលខ្ញុំគាត់រាក់តាក់ហៅញ៉ាំនេះញ៉ាំនោះអញ្ចឹងតែខ្ញុំអត់ទេខ្ញុំញ៉ាំនិយាយសាច់រឿងខ្ញុំដល់ពេលអញ្ចឹងខ្ញុំក៏សួរគាត់ថាចែណែអញធ្លាប់ឮហែងចង់សាក់ខ្នងហើយហែងបានសាក់មែនអត់ដោយសារយើងខានជួបគ្នាយូរតែក្នុងយល់សពគាត់សាក់ហើយដល់ទៅពេលហើយគាត់ប្រាប់ខ្ញុំថាចែអញស្រឡាញ់សាក់ខ្នងហ្នឹងតែអត់បានសាក់ទេអញសួរប៉ាអញហើយប៉ាគាត់កាន់សិល10អញ្ចឹងចេះមើលដែរអញសួរប៉ាអញហើយប៉ាអញអត់ឲ្យសាក់ទេថាអញហ៊ានតែសាក់អស់ជីវិតហ្មងព្រោះអាហ្នឹងវាអត់ត្រូវមួយអញហើយខ្ញុំក៏ភ្ញាក់ថាតែអញយល់សពឃើញហែងសាក់ច្បាស់ណាធំទៀតបាទហើយថាមែនអីហើយទឹកមកគាត់ហ៊ានប្រែព្រោះគាត់អ្នកជឿបាទខ្ញុំអត់ជឿទេអញ្ចឹងខ្ញុំថាអញយល់សពហើយមិនឃើញសាក់ហ្នឹងទេអញឃើញមនុស្សខ្មៅមានតែក្បាលទេលិតខ្នងហែងគាត់ស្លន់បរោតអូយល់ហើយគាត់ទៅជាស្លន់ឆ្លេឆ្លាពេញហាងហើយថាបានហើយហែងទៅទេអញទៅទេហើយអញបិទតោបិទអីហ៎ខ្ញុំថាហែងប្រញាប់ទៅណាអញនិយាយមិនទាន់ចប់ផងអត់អីអញប្រញាប់ទៅទេអត់ទេមិនអង្កត់លើអញប្រញាប់ទៅទេហើយស្លន់ឆ្លេឆ្លាបដ ாய் ហើយខ្ញុំណាហែងកើតអីខ្ញុំក៏ទេណាហែងកើតអីគាត់ក៏ប្រាប់ខ្ញុំមកចំគ្រាន់តែចេះលើកមុនណាអញឃើញវាតែម្ដងឯណាអញដួលម៉ូតូចិត្តងាប់តម្រាំសាននេះមិនលិតខ្នងអញទៀតអញប្រញាប់ទៅទេហើយប្រញាប់ទៅសួរប៉ាអញព្រោះប៉ាគាត់ចេះមើលតែខ្ញុំថាខ្ញុំក៏គិតក្នុងចិត្តខ្ញុំរៀងធូរចិត្តវិញតិចថាចេះអញ្ចឹងយល់សពហ្នឹងប្រហែលគាត់ទេរៀងដូចយើងមានអារម្មណ៍មួយថាចេះប្រហែលគាត់ទេអញ្ចឹងវាមិនមកយើងទេគ្រាន់តែយើងដូចថាយើងមាននិស័យឃើញឲ្យគាត់អញ្ចឹងណាបាទខ្ញុំក៏ជិះម៉ូតូមួយពួកម៉ាក់ប្រុសខ្ញុំដដែលហ្នឹងបកមកផ្ទះវិញតែចែកដានឲ្យភ្លៀងណាភ្លៀងរៀងខ្លាំងភ្លៀងខ្យល់កធាខ្យល់ខ្លាំងអញ្ចឹងមានអាវភ្លៀងស្បែកតែមួយទេអាវភ្លៀងអាស្បែកក្រាស់ហ្នឹងអញ្ចឹងខ្ញុំឲ្យគាត់ពាក់ទៅខ្ញុំទទួលពីក្រោយហើយអ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់បត់ពិសោធន៍ដែរបើអ្នកទទួលពីក្រោយច្រើនទៅស្ទឹកដដែលទេវាអត់ប្រយោជន៍ទេតែគ្រាន់ខ្ញុំព្យាយាមទទួលទេខ្ញុំកាន់អាជ័យអាវភ្លៀងដាក់ទៅក្រោយចេះទប់ណាតែខ្យល់ចេញចូលទៅយើងស្ទឹកដដែលទេអញ្ចឹងពេលដែលជីទៅចិត្តដល់ផ្ទះខ្ញុំដល់ផ្លូវកែងមួយហ្នឹងស្រាប់តែខ្ញុំមានអារម្មណ៍ថាអាវភ្លៀងហ្នឹងលេងប៉ើងណាស្រាប់តែលេងប៉ើងទៅស្រាប់វាធូបជាប់កខ្ញុំជាប់ខ្លួនជាប់ហ្មងហើយខ្ញុំដំបូងខ្ញុំគិតថាចេះសង្ស័យខ្លួនយើងសើមទេអញ្ចឹងធម្មតាអាវភ្លៀងស្បែកហ្នឹងវាស្អិតតែអញ្ចឹងខ្ញុំក៏លើកដៃខ្ញុំចេញទៅក្រៅចេះចង់ដឹងថាអស់ខ្យល់មិនមែនមិនវាលេងប៉ើងខ្យល់ខ្លាំងដែរខ្យល់ខ្លាំងដដែលអញ្ចឹងខ្ញុំគិតថាអីចេះតែស្អិតហ្នឹងមិនមែនស្អិតធម្មតាស្អិតធូបដូចមានអ្នកទី3អញ្ចឹងហ្នឹងហើយខ្លួនខ្ញុំចាប់ដើមព្រឺសបល់ខ្ញុំថាអត់ចង់បំភ័យខ្លួនឯងខ្ញុំក៏សោយអាវភ្លៀងហ្នឹងឲ្យផុតបានថាខ្ញុំលេងពេកខ្ញុំសោយវាផុតពីក្បាលសើមសើមតែបាទហ្នឹងហើយដល់ពេលខ្ញុំសោយវាផុតពុបដឹងទាំងហៅមនុស្សនៅស្មាខ្ញុំបាទគឺគេអោបតម្លាក់កគេនៅស្មាខ្ញុំស្រាប់ដល់ទៅពេលខ្ញុំកំពុងតែភ័យអញ្ចឹងហើយខ្លួនខ្ញុំឡើងរឹងស្ដោកទៅលើម៉ូតូអញ្ចឹងណារឹងស្ដោកបដ ாய் ដូចថាអត់ទាំងហ៊ានងាកក៏អត់ទាំងហ៊ានបញ្ចេញប្រតិកម្មណាដោយសារតែហឹងនៅលើម៉ូតូអញ្ចឹងណាពួកម៉ាក់ខ្ញុំតែគាត់កំពុងតែបើកម៉ូតូគាត់ឈប់ងក់កណ្ដាលផ្លូវឈប់ប្រហែលជា5ទៅ6 second ឈប់ងក់ហ្មងហើយផ្លូវស្ងាត់ហើយទៅពេលណាឈប់ទៅអីហើយមិនទៅឲ្យលឿនទៅបានគាត់ភ្ញាក់អញ្ចឹងទៅគាត់ជិះទៅអញ្ចឹងណាដល់ទៅពេលជិះទៅដល់មុខផ្ទះខ្ញុំស្ទុះចេញពីលើម៉ូតូខ្ញុំហ្មងស្ទុះដូចរបៀបយើងមិនចោះធម្មតាដូចរបៀបយល់ហក់ក៏ជ្រុលចេញហ្មងដូចអាលាស់ខ្លួនចេញអញ្ចឹងណាហើយពួកម៉ាក់ខ្ញុំក៏សួរខ្ញុំថាហែងកើតអីគេហើយខ្ញុំចោះមកឡើងចែកខ្លួនខ្ញុំឡើងញ័រអស់ហើយខ្ញុំថាអត់អីទេត្រូវភ្លៀងល្ងាត្រជាក់ទេច
ចឹងណាខ្ញុំក៏ចូលក្នុងផ្ទះទៅចូលក្នុងផ្ទះមានពួកម៉ាក់គាត់ឆាតមកហ្នឹងគាត់ថាអេថ្ងៃហ្នឹងគូកណ្ដាលពួកម៉ាក់អញ្ចឹងរាល់ដងឲ្យតែខ្ញុំចេញយប់ជាមួយនឹងពួកម៉ាក់ខ្ញុំអត់ដែរចូលផ្ទះវិញទេខ្ញុំគេងជាមួយផ្ទះពួកម៉ាក់ខ្ញុំហ្មងអញ្ចឹងដោយសារតែថ្ងៃហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំខ្លាចកតុបដេកខ្លួនឯងហើយខ្ញុំនៅខ្លួននៅម្នាក់អត់ខោអញ្ចឹងណាខ្ញុំគាត់ថាអញទៅអញចាញ់អញ្ចឹងមកយកអញផងយកឡានមកយកអញផងដល់ទៅពេលខ្ញុំឡើងទៅដល់លើកតុបហ្នឹងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាដែលមានកតុបផ្ទាល់ខ្លួនណាដូចខ្ញុំអញ្ចឹងពេលដែលយើងចូលកតុបរបស់យើងណាបើសិនជាឧទាហរណ៍ថាពេលថ្ងៃយកនៅក្នុងកតុបពេលប៉ុន្តែពេលថ្ងៃមានមនុស្សផ្សេងចូលក្នុងកតុបយើងណាពេលយើងចូលពេលល្ងាចនេះយើងដឹងបាទថាហ្នឹងហើយយើងដឹងថាមានណាគេយកកតុបអញបាទពេលដែលខ្ញុំបើកទ្វារចូលកតុបហ្នឹងក្រាស់ខ្ញុំមានអារម្មណ៍ថាមានមនុស្សចូលតែក៏នៅតែគិតថារវើរួយអីចូលទៅងុយទឹកពងងុយទឹកមានអារម្មណ៍ថាមនុស្សអង្គុយលើខែមានអារម្មណ៍ថាមនុស្សពងធ្វើអីក្រិចក្រាក់នៅលើខែដល់ពេលមួយទឹកហើយស្ទុះស្ទាចេញមកដល់ក្រៅមកអង្គុយនៅក្រៅស្លៀកពាក់រៀបចំខ្លួនមានអារម្មណ៍ថាមនុស្សនៅក្នុងកតុបទឹកវិជាគ្នាហ្នឹងហើយធ្វើអីនៅក្នុងកតុបទឹកអញ្ចឹងចាប់ដើមខ្លាចទៅរហូតដល់ខ្ញុំស្លៀកពាក់ហើយខ្ញុំដាក់គូអង្គុយដឹងទាំងហើមដដែលទាំងហើមមនុស្សនៅក្រោយស្មាហ្នឹងភីក្តៅមកភ័យដល់ពេលភ័យលើកកញ្ចក់ឡើងបាត់ទាំងហើមតលាក់ចុះមកវិញតលាក់កញ្ចក់ចុះមកវិញអញ្ចឹងអត់កើតទេរត់ហើយសម្រាប់ថារត់ចេញពីកតុបហ្នឹងហ្មងខ្ញុំស្ទុះពុបចុះមកដល់ក្រោមហ្នឹងមកចាំនឹងក្រោមហ្នឹងម៉ាក់ខ្ញុំគាត់ថាស្លោបញ្ញាប់ទៅណាគាត់ស្មានតែខ្ញុំបញ្ញាប់ចេញក្រៅហ្នឹងណាអត់អីទេចាំពួកម៉ាក់ខ្ញុំអញ្ចឹងពួកម៉ាក់ខ្ញុំក៏យកឡានមកយកអញ្ចឹងពេលដែលយកឡានមកយកខ្ញុំហ្នឹងក៏ត្រូវទៅផ្ទះពួកម៉ាក់ខ្ញុំម្នាក់ទៀតដែលហ៊ានមួយគ្នាហ្នឹងណាទៅយកគាត់ដែរហ្នឹងហើយតិចទៀតខ្ញុំនឹងប្រាប់ថាហេតុអីបានមានវត្តមានគាត់សឹងតែគ្រប់ពេលហ្នឹងហើយអញ្ចឹងក៏ពួកម៉ាក់ស្រីខ្ញុំហ្នឹងគាត់ក៏ជិះឡានគាត់មកយកអញ្ចឹងទៅម្ចាស់ហាងផ្កាពីថ្ងៃហ្នឹងណាគាត់អត់សូវបានស្ដាប់ព្រឹងខ្ញុំក៏និយាយប្រាប់គាត់ភាសាទៀតទៅពេលអញ្ចឹងទៅខ្ញុំក៏និយាយហ្នឹងគាត់ថាអូយហែងកុំគិតច្រើនពេកនៅរវាយណាហែងកុំសម័យពេកវាអត់មានអីដែលអាក្រក់អញ្ចឹងទេអីទេអញ្ចឹងស្រាប់តែពេលគាត់ជិះឡានឆ្លងផ្លូវក្បាលឡានដល់ពាក់កណ្ដាលផ្លូវឆ្លងផ្លូវជា4ណាដល់ពាក់កណ្ដាលផ្លូវហើយក៏មានម៉ូតូមកលឿនមែនតើខ្វះតែប្រហែលជាថា6-7ម៉ែត្រពីឡានទៀតទេណាចាប់គាត់អកសើហើយជិះមកខាងនេះវាខាងខ្ញុំខាងអង្គុយខ្ញុំអង្គុយខាងមុខស្រាប់តែពេលខ្ញុំមើលអញ្ចឹងទៅឃើញគាត់ចេះអ៊ុយឡានម៉ូតូហ្នឹងណាអ៊ុយឡានហ្នឹងទៅចាប់ហេចកោតកិច្ចឡានចង់តន់នឹងវិសដួលអញ្ចឹងណាក៏ចេញទៅផុតទៅពួកម៉ាក់ស្រីខ្ញុំហ្នឹងក៏គាត់ថាហេស្លុយម៉េះវ៉ៃតម៉ោង8កន្លះសោះជួយស្លុយម៉េះខ្ញុំក៏អត់ងត់ទេឆ្លងចិត្តផុតម៉ូតូមកមួយទៀតអញ្ចឹងដូចគ្នាសិតវគ្គអត់ឃើញឡានបានន័យថាទីតាំងដែលឆ្លងហ្នឹងអត់មានភ្លើង stop ទេត្រូវទេអត់មានទេគ្រាន់តែជាផ្លូវបែកជា4ធម្មតាហ្នឹងហើយបើម៉ូតូមួយយើងថាអត់ឃើញយើងមិនអីទេណាអាមួយទៀតវាអញ្ចឹងដូចគ្នាវាជិះមកដល់ស្រាប់តែពេលហើយពួកម៉ាក់ស្រីខ្ញុំហ្នឹងក៏គាត់លែងមាត់ហើយតែក្នុងចិត្តខ្ញុំគិតថាដឹងទេយកហ៊ាននិយាយអីទាំងអស់អញ្ចឹងក៏យកពួកម៉ាក់ខ្ញុំហ្នឹងទៅយកពួកម៉ាក់ប្រុសខ្ញុំហ្នឹងទៅភូមិនីឋានមកកន្លែងនៅម្ដុំក្រោយវាំងហើយក៏ញ៉ាំអីធម្មតាអញ្ចឹងណាស្រាប់ខ្ញុំពងតែញ៉ាំអីទៅតែអារម្មណ៍ខ្ញុំនៅក្នុងខ្លួនបាត់ហើយតែពេលខ្ញុំទៅដល់ហ្នឹងខ្ញុំក៏ទៅហៅពួកម៉ាក់ខ្ញុំម្នាក់មួយទៀតហ្នឹងមកនិយាយរឿងហ្នឹងទៀតគេថាចង់សួរគេឲ្យច្បាស់ថាគេធ្លាប់មាន experience អញ្ចឹងណាអញ្ចឹងថាយប់មិញអញយល់សោះល្អសោះអញឃើញអញ្ចឹងទៅក៏ទូរស័ព្ទខ្ញុំរោអត់ទេខ្ញុំថាអញឃើញពួកម៉ាក់ស្រីដែលបើកឡានហ្នឹងគាត់ក៏មកកាក់ខ្ញុំថាហែងអញឆ្ងល់ដែរបើខ្លាចយចិត្តនិយាយមកបាទខ្ញុំនិយាយទៅស៊ីចុកធម្មតានិយាយទៅអីខ្ញុំក៏អត់បាននិយាយទៅដល់ពេលហើយក៏ទូរស័ព្ទខ្ញុំរោពួកម៉ាក់ខ្ញុំថមបយហ្នឹងគាត់ទេមកស្លន់ភ័យហ្មងភ័យខ្លាំងណាស់គាត់ថាលោហែងនៅណាយប់ហ្នឹងហែងចេញក្រៅអត់បានទេណាហែងត្រូវទៅនៅផ្ទះហើយស្អែកត្រូវតែឲ្យប៉ាម៉ាក់នាំទៅស្រោចទឹកដំណោះគ្រោះព្រោះអីហែងចិត្តដល់ថ្ងៃខ្ញុំរៀងភ័យដែរបាទព្រោះខ្ញុំនឹងក្រៅហើយខ្ញុំចូលផ្ទះអត់បានទេព្រោះតឡខ្ញុំពីមុនតែខ្ញុំចេញហើយម៉ាក់ខ្ញុំក៏ឡុកសៅហើយអញ្ចឹងខ្ញុំទៅស្នាក់មួយពួកម៉ាក់ទៅវិញថាអញនឹងក្រៅអញចូលផ្ទះអត់បានហ្នឹងហើយអញធ្វើមិនទៅគាត់ថាចប់ហើយហែងនៅក្រៅហើយពេលយប់ទៀតណាខ្ញុំថាធ្វើមិនទៅសួរប៉ាជួយសួរប៉ាបន្តិចបានអត់ថាអញត្រូវធ្វើមិនព្រោះដោយសារអញចូលផ្ទះអត់បានទេគាត់ក៏បិទទូរស័ព្ទពីខ្ញុំទៅសួរប៉ាគាត់មកស្ទុះក្រោយគាត់ក៏ទេមកវិញភ្លាមថា
Ba anh tha oi hành căn tắc so mà kéo sâu nẹ mô ta xạ mà phây bằng buồn chọc nắc đó con một con đáy háo xôm oi hụt ta mà dục nâng sân xôm oi ta hụt mà dục nâng này cứ ăn mèn hụt chởn ngay chởn khai cứ ruột ta mà dục nâng sân oi ta phót dục nâng sân chẳng bởi sân chỉ hành ọt thơ tế hành ai cho lo ọt phót dục nâng này bà nhóm còn nó không tiết bắt như mặt chư không chật nhau tiết bắt như mặt chư bàn tay nhóm cắt tha việc khoản tay chỉ ca đài dương nhằm tắc sâu này mô ta sạm phơi buồn chọc bị mình khát bằng ở gì chẳng nhưng thưa công oi tha ở dương ở mình nè bị chẳng có hai nè hột tộc ở cái chợ tặng một cài mất thòm ná lại nhầm ấy cái bọc này bởi những sâu thò mình cất bây đồng khan cái tim mũi vì là cỏ mơi chẳng nó nhưng mà thằng tao trâu cái tục tật can cao nó từ đó trâu nó tục tật hay cái tục tật nó cái miền này cái tục bọc cồn nó miền thầm mùi gì kêu nó cái tục trò hàng người phỏ nó chẳng từ cho sốt còn cao đây nhiều trôm ốc ao ngò quá cho sốt thôi chẳng á nhóm có cho vào tục bọc cồn đừng từ chỗ lọt thía bật tràn bọc cồn cùi lừa bọc cồn hay nhâm can đại pì can cao tật bằng chẳng hết á ở bên nhâm can chân tới luôn những cái đau đôi cái tục steam vậy trong hai cái đau ngọn hơi chấp đau bay nó sẽ cho tập về hái nhâm co chấp đau nẹt mồ bạc nè chứ này nẹt mồ ban tập phân nắng đằng hào nó cứ màu hai lư đật màu lư bài đằng hào khẩn việc khẩn á sẽ tập về hái chúng ta tranh tới gọt cá bạc nè nhưng phải về ở dương không nâng mà này anh tiết trắng nhưng mà thằng gọt cá đây thôi mà chạy bật này hoàn thành những bật nàyปุ๊บ màu được cho bị lừa vào ai dân đắng ai thôi mà đá nó về để mình phải lương bị lừa có bao chứ dân bật này mình sẽ mạo dân đắng mà được cho bị lừa hơi ngột mà lừa nhung chạy chẳng thằng hào nó bị phạt mũi sợ nhưng mà phúc hay việc si khi chụp thằng ham là ba dân ba đang ngày đọc về chẳng tới nhưng mà toàn sâu cao đấy bàn tay bia sẽ đai anh pe đọc về chẳng nhom nho nhom phơi hay pe nó nhom sâu trở lỏng mày chập trở lỏng đọc về nhom tăng sẽ tay nha nhưng bật này nhom lần nho phịch nhưng phơi á nè đọc về nhom chập đam thang ở đây tăng ở rộng tăng sẽ tệ chẳng nhom chập đam sâu hay một phơi buồn chóp mình tịch nè vì ai đang trở lỏng chùm sầm mẹp phơi chật dương này có bông tập phơi cho tiết họp đây và đào chạy phơi buồn chóp sẽ tập phơi chóp có phật tặng nó cũng toàn sầm mẹp hiện bao cái này chứ hồi nhom khai bẹ dân phơi á tập phơi chân tới nhom có hiểu cái lưỡi thuyền nó còn là ba lưỡi thuyền nó bánปุ๊บhột vào đó hột chanh mà đó khéo sập phơi bao nhom đôi mà được tầm chào đánh ba sợ cả ai cái thì cái thường salon bằng họ bạch như bộ mại nhom nơi chung cái này mơ mà nhom làm sợ hành ca đấy kia con xem nhom miên hưởng ấy được không tục tật sao coi chấm hành ca đấy kia ọt ấy bộ mại sởi nhom nắng ban con đang đài đôi tha con ở rầm con mũi dương á nè con được tha này mà tao tém mà bài tao to mũi kia một cái to tao khलब hay mong năng ngày mong đọc mũi dục ấy con tha này mà tao tém mũi án mà hay nhóm phi chọn tại nhóm tranh khéo nhóm kênh te quạt đây lô vì là hiện đây từ lì thống á nè tao anh nhận nơi anh nhận to anh sờ bài lên sờ bài nha tao tao te sẽ đòi tập pe tơi te quạt cất mớ te để thlop ta mà cha te cái tục sao dương châu chạy chân châu dương đào sờ đợi đôi te dương tai bay chỉ xa nó nhâm khla mình tên là hộ đó cho bị lơ lán con nơi ná nhâm tròn ai đòi tập pe hết nhưng mà sao hiên nghĩa tao mơ bạn được về te đôi thằng ngật á cái lạnh tần lì cái lạnh cái cô xong mẹ cô ấy chứ mà sao hiên nghĩa tới thì của chấp đam mẹ rộng phơi nhoi đòi tập pe châu từ đó không te có tới có chấm sky pu sky parang tụi tôi chụp nó và hai chứ buổi bờ các bạn hay có đạo bị châu không ta mà thùng cho nó tạo một te pru khlang mình tên pru ao này phù hay phù hồ nhung phù khlang mình tên đòi tập pe phù hồ nhung chân tới nhung có lên sau chứ nó em thay chạy màu họ đòn cái này anh sao chơi một thơ phù anh nè nhóm còn lo tới thùng nắng hiện tiệp chạy nhóm còn lo tới ao mơ tới cái tôi nó với kha chứ vì rê cho anh mòn đôi dương canh tập bọn họ tập con có ba với chân á vì rê cho anh tôi kiên choan cái này hong ấy hong hay nơi ta thông muối lo mà nhóm trẻ nhóm còn tập ba có ba vì nhóm ba chú đã chứ nhóm có hỗn kia cho tới trẻ chú đã phù ấy hỗn trẻ nhóm còn đau cho thôi mà đá cho tao không te năng từ chẳng môn pe để nhóm ở hiệp trong luôn ngồi tắc một ấy hào nắng nhóm còn xẹp ta hiện hai nắng bờ bị trao bờ rán cái trong người ta nó pe để dân miên khưởng chạy chạm nó không luôn bao dưỡng nó pe để dân nham mà tắc môn nó bị rỉa hai men nhóm rỉa lằng không ai
ទាំងដែលខ្ញុំមួយថ្ងៃវល់ងាកខ្ញុំមិនបានញ៉ាំអីតែពេលរៀបមកឡើងខ្មៅហ្មងតែពេលខ្ញុំរៀកហើយអស់កម្លាំងឡើងសើហ្មងចាញ់ពីកតុបនឹងមកក៏ចូលគាត់មានកតុបគាត់គេងគាត់មានកតុបភ្ញៀវអញ្ចឹងណាអញ្ចឹងខ្ញុំគេងជាមួយពួកម៉ាក់ខ្ញុំដែលហ៊ានមួយគ្នាហ្នឹងណាគាត់ក៏ឡើងខែឡើងអីអញ្ចឹងទៅខ្ញុំក៏រៀបចំបិទទ្វារអស់អញ្ចឹងទៅបិទភ្លើងណាហើយខ្ញុំក៏ឡើងមកគេងអញ្ចឹងទៅគាត់នៅស្ដាំដៃខ្ញុំដដែលលេងអញ្ចឹងខ្ញុំនៅក្បាលខែហើយទ្វារនៅនេះបាទអញ្ចឹងខ្ញុំនៅក្បាលខែកន្លែងផ្លូវដើរហើយទ្វារនៅនេះអញ្ចឹងគាត់ពួកម៉ាក់ខ្ញុំនៅខាងស្ដាំដៃហ្នឹងគាត់គេងជាប់អញ្ចឹងយល់សពបាទមុនពេលយល់សពហ្នឹងខ្ញុំភ្ញាក់ម្ដងឯម៉ោង2ម៉ោង3ភ្ញាក់ហ្នឹងដោយសារឆ្កែព្រុសខ្លាំងព្រុសរហូតដល់ស្រែកដូចគេវាយហ្នឹងហើយរបៀបហើយខ្ញុំក៏មមីមើលចឹងថាអូយថ្លង់ខ្លាំងដេកអត់កើតហ្មងខ្ញុំល្អូអញ្ចឹងតែពេលខ្ញុំភ្ញាក់ហ្នឹងទាញទូរស័ព្ទមើលមកម៉ោង3អញ្ចឹងវាថាទៀតម៉ោង3ទៀតអញ្ចឹងណាបលែងទូរស័ព្ទចោលក៏ដេកតស្ទើរតែដេកតទៅយល់សពដូចកាលពីម្សិលមិញអញ្ចឹងគឺរូបភាពបែបណាខ្ញុំយល់សពបែបហ្នឹងអញ្ចឹងអានេះខ្ញុំបញ្យល់ឲ្យច្បាស់សិននៅក្នុងធាតុពិតកតុបហ្នឹងមានតែទូ2ឯងនៅចុងជើងខ្ញុំពណ៌ខ្មៅផ្ទះរបស់មិត្តភ័ក្តិរបស់បងត្រូវបាទហ្នឹងហើយខ្ញុំកំពុងតែគេងតែគាត់ហ្នឹងអញ្ចឹងធាតុពិតកតុបហ្នឹងមានទូតែ2ឯងចុងជើងពណ៌ខ្មៅដល់តែក្នុងយល់សពមានទូពណ៌សមួយទៀតនៅខាងស្ដាំដៃឲ្យខាងឆ្វេងដៃខ្ញុំជាប់ទ្វារហ្នឹងហើយអញ្ចឹងបានថាក្នុងយល់សពលើសទូមួយបាទតែដល់ពេលហើយក្នុងយល់សពហ្នឹងគាត់គោះទ្វារក្រាក់គាត់បើកទ្វារចូលមកដល់គាត់បើកភ្លើងបើកអីខ្ញុំថាហើយធ្វើអីណាយើងកំពុងដេកហ្នឹងធ្វើអីណាគាត់ក៏ចូលមកដល់គាត់ថាចេះគាត់ចូលមួយបងប្រុសគាត់ថាវិញស្ពែជានាងទេអញមួយក្នុងយល់សពខ្ញុំហ្នឹងហើយខ្ញុំដោយសារតែខ្ញុំអត់អពើជំនឿខ្ញុំក៏និយាយបែបជាងឆ្លើយថាធ្វើដូចអញមកលើកទី1អញមកដេកឡើងសឹកហ្នឹងតែមិននឹកឃើញស្ពែជានាងទេខ្ញុំនិយាយចឹងណាទៅពេលហើយពួកម៉ែថាស្ពះចោលទៅជំនាញតែអញកាចតែពេលហើយណាឥឡូវជំនាញតែអញនៅណាគាត់ក៏ច្អល់ទៅទូសនៅជាប់ទ្វារហ្នឹងគាត់ច្អល់ទៅលើស្រាប់តែមានខ្ញុំមើលទៅអាសនៈព្រះខ្មៅទៀតខ្ញុំឃើញខ្ញុំឃើញព្រះខ្មៅហ្នឹងហើយណាខ្ញុំធ្វើចាយល់ដូចឲ្យទៅហើយហ្នឹងហើយឲ្យទៅបាទទៅចាញ់ងុយដេចាញ់គាត់ក៏ចាញ់ទៅខ្ញុំក៏ដើរទៅបិទទ្វារពឹបដកដៃមកចំហនេះជាបទពិសោធន៍របស់ខ្ញុំចង់ចែករំលែកទៅទស្សនិកជនហើយដូចបងដូចគ្នាបើបងទៅណាហើយបិទទ្វារអត់ចិត្តទេកុំនៅយល់ទោះបីជាក្នុងយល់សពទោះបីជានៅក្នុងរឿងហេតុការណ៍ពិតក៏ដោយគឺកុំនៅបានន័យថាកន្លែងហ្នឹងគេអត់ស្វាគមន៍យើងទេស្រាប់តែក្នុងយល់សពហ្នឹងខ្ញុំបិទទ្វារទៅចំហខ្ញុំក៏ហុញរៀងខ្លាំងជាងនឹងបន្តិចព្យាយាមសេរីកលឹះហ្នឹងណាដកដៃមកចំហទៀតហើយចំហភ្លាមខ្ញុំអស់ការអត់ធ្មត់ខ្ញុំក៏ល្អណាស់ខ្ញុំថាមុនហ្នឹងទៅបត់ជើងហើយបិទចិត្តសោះហ្នឹងថៃហ្នឹងខ្ញុំក៏បើកវាធំហុញមកទំហឹងដាំងជាប់ស្រាប់តែខ្ញុំដើរមកដល់លើក្រែគាត់ខ្ញុំអង្គុយពុបទ្វារហ្នឹងលបើកខ្ទប់ជាងមួយដាំងដូចខ្យល់ណាញ៉ាត់ភ័យខ្ញុំថាដេកទ្វារចំហដេកទាំងចឹងបើបិទចិត្តស្រាប់តែគ្រាន់ខ្ញុំដាក់ក្បាលដល់ខ្នើយសង្ងំដេកមានមនុស្សពីក្រៅហត់មកទុងដល់ក្នុងកតុបហ្នឹងរុញមកទំហឹងចង្រៃញាក់ដឹងខ្លួនពុបខ្ទប់ខ្លួនខ្ញុំខ្ទាតឡើងដល់អញ្ចឹងបានន័យថាវាសឹងតែប្រឡងពួកម៉ាក់ខ្ញុំស្ដាំដៃនេះទៀតហើយបានខ្ញុំថាមិញយល់សពហើយណាយល់សពហើយពួកម៉ាក់ខ្ញុំគាត់ភ្ញាក់ទៀតគាត់ថាឯងកើតអីគេហ្នឹងថៃទៀតហើយណាអត់អីទេតែដល់ទៅពេលហើយខ្ញុំក៏មកឡើងទីតាំងខ្ញុំដើមខ្ញុំក៏ព្យាយាមសង្ងំកេងតលឺសលេងអត់មែនយល់សពទេណាចេញពីផ្ទះអញជឹងញ៉ៃសលេងមនុស្សចាស់ស្អីជឹងញ៉ៃចេញពីផ្ទះអញឥឡូវជឹងញ៉ៃខ្ញុំដឹងថាតន់ជឿហើយចាប់ដើមជឿហើយយល់ហើយខ្ញុំក៏ងើបស្ពះខ្នើយ3ដងហើយខ្ញុំថាគុណបុណ្យជំនាញផ្ទះអើយបើសិនជាឲ្យខ្ញុំចេញឥឡូវដូចឲ្យខ្ញុំទៅស្លាប់ចឹងពីព្រោះអីពេលនេះយប់ស្មាននេះគឺចេញទៅដូចជាឲ្យខ្ញុំទៅផ្ដាច់សង្ហាខ្ញុំចឹងហើយខ្ញុំសូមអនុញ្ញាតនៅផ្ទះនេះមេឃភ្លឺថ្ងៃរះពេលណាខ្ញុំនឹងចេញដោយអត់មានលក្ខខណ្ឌអត់មានការដោះដូរអត់មានលេះអីទាំងអស់
ចឹងពេលហ្នឹងបច្ចៈគឺម៉ោង3 បាទហៀងចលៀនតិចហើយព្រោះយើងភ្ញាក់ម្សាម៉ោង3អញ្ចឹងយើងគេងចលៀនតិច3ជាងស្រាប់ដល់ទៅពេលហើយពេលដែលខ្ញុំព្យាយាមគេងលើកទី2ហ្នឹងតភាកយកសពតភាកដូចថ្ងៃទី1អញ្ចឹងហើយតភាកហ្នឹងគឺស្ដែងដូចគ្នាអញ្ចឹងរូបភាពអញ្ចឹងអីដូចគ្នាតែយកសពភាកទី2ហ្នឹងបាត់ទូហ្នឹងបាត់ទូដែលមានជំនាញផ្ទះហ្នឹងបាត់ហើយដល់ទៅពេលបាត់អញ្ចឹងទៅយកសពថាពួកម៉ាក់ខ្ញុំដែលគាត់ទៅក្លឹបហ្នឹងគាត់មកលេងផ្ទះហ្នឹងហើយជាទូទៅគឺត្រឡប់ពួកខ្ញុំអញ្ចឹងមែនគឺតែចេញក៏អត់ដេកទេហៅគ្នាមកជុំមួយដល់ភ្លឺបាត់បែកជើងគ្នាអញ្ចឹងគាត់ក៏មកអញ្ចឹងគោះទ្វារកន្ទប់អញ្ចឹងចូលដល់ពេលក្នុងយសពហ្នឹងណាខ្ញុំឃើញមិនភ្លឺណាអូភ្លឺហេងណាវាអញ្ចឹងណាអូភ្លឺហើយតែពួកម៉ាក់ខ្ញុំចូលមកដល់មានចាំសាច់រឿងថានៅកន្លែងញ៉ាំអីខ្ញុំនិយាយប្រាប់ពួកម៉ាក់ខ្ញុំម្នាក់ដែលគាត់សួរខ្ញុំថាហែងកើតអីគេខ្ញុំថាអញយសពឃើញខ្ញុំក៏និយាយតភាកឲ្យហ្នឹងថាអូហ្នឹងហើយនៅកន្លែងហាងខ្ញុំអញនិយាយអត់តន់អស់អញយសពឃើញហ្នឹងឃើញមនុស្សអត់តន់និយាយពាក្យខ្មៅផងណាពួកគាត់ដែលអង្គុយចុងជើងខ្ញុំហ្នឹងអ្នកខ្លះអង្គុយអត់អង្គុយលើខែហ្នឹងស្រាប់ទូចុងជើងខែ2ហ្នឹងដួលមកហើយទូឈើមិនមែនទូឈើផ្លុំទេណាឈើខ្មែរដឹងស្រាប់អីធ្ងន់ដូចថ្មអញ្ចឹងដួលសកត់គាត់បាក់ដៃបាក់ជើងមកខ្ញុំនេះហ្មងហើយដូចរបៀបគេចង់ប្រាប់ខ្ញុំថាអត់ឲ្យខ្ញុំនិយាយទេព្រោះខ្ញុំក្នុងយសពខ្ញុំរហនិយាយអញយសពឃើញមនុស្សរៀបចោលចេញខ្មៅវាអត់ចាញ់សកត់ពុបបាក់ដៃបាក់ជើងហើយខ្ញុំភ័យបដ ாய் ខ្ញុំភ័យបច្ចៈមិនមែនយសពទេដងនេះយើងឃើញបែបនេះគឺក្នុងយសពទេហ្នឹងហើយបានគ្រាន់តែតភាកពីមុនយសពថាពួកគាត់មកលេងផ្ទះហ្នឹងដល់ទៅពេលហើយខ្ញុំសេកហើយខ្ញុំឡើងអង្គុយសេកញ័រអញ្ចឹងណាដល់ទៅពេលអត់ដឹងខ្លួនទេពួកម៉ាក់ខ្ញុំនេះដាស់ខ្ញុំទៀតដាស់ខ្ញុំណែអញមិនឃើញខ្លួនអញអង្គុយប៉ាត់អញ្ចឹងចាហើយសេកកធាក់ខ្លួនទៅអញ្ចឹងចាអូយក៏យសពសាហាវម៉េះវាថាវាតភាកហើយវាស្ដែងពេកចឹងណាយើងឃើញទស្សនភាពក្នុងផ្ទះហ្នឹងមនុស្សនៅស្ដាំដៃយើងនឹងឃើញតដែរអញ្ចឹងណាស្រាប់តែពេលហើយខ្ញុំអើទៅមើលចុងប្អូនចុងជើងក៏ឃើញថាថ្ងៃរះពំវាមិនភ្លឺហ្មងភ្លឺរៀងក្រហមថាអូយល់ហើយយកមិញយើងសន្យាមួយគេថាថ្ងៃរះពេលណាយើងត្រូវតែចេញអញ្ចឹងខ្ញុំក៏ដឹងថាអូអញសន្យាមួយគេហើយអញអត់អាចនៅទៀតទេខ្ញុំក៏ថាខ្ញុំក៏ដាស់ពួកម៉ាក់ថាហេអត់ដេកតឯងមកព្រោះធ្លាប់តែទៅគេងផ្ទះពួកម៉ាក់អញ្ចឹងនៅដល់ថ្ងៃមិន10អីមកមិន10អីសាប់សានហ្នឹងមកមិនតាន់6ស្រួលបួងហ្នឹងថាអេងើបមកមិនបាច់ដោះថ្មិញដោះអីឲ្យស្លៀកពាក់មកចាញ់ទៅហ្មងហើយមិនបាច់ចាំគេជូនទេចាញ់មកទៅផ្ទះយើងវិញអត់កោទេអញយល់សោតល្អហើយមានរឿងហើយស្រាប់គាត់នេះអត់ព្រមចាញ់ទេគាត់ខ្រាក់នាលថាប្រាប់អញសិនយល់កើតអីគេខ្ញុំក៏និយាយតាំងពីថ្ងៃទី1ដែលខ្ញុំយល់សោតឃើញថាគាត់គ្រូអ្នកចរាចរណ៍រហូតដល់យប់រហូតដល់និយាយទៅរៀបរាប់ទាំងអស់សាច់រឿងសាដើមទាំងអស់រហូតដល់អាពេលដែលខ្ញុំជិះម៉ូតូមេឃភ្លៀងនេះគាត់ឈប់ម៉ូតូប្រហែល5 6វិនាទីនេះស្រាប់និយាយដល់ប៉ុណ្ណឹងគាត់យំបដ ாய் គាត់យំខ្លាំងយំមិនធម្មតាណាយំរបៀបហ្មងណាខ្ញុំក៏រៀងហួចថាចេះអីអញអ្នកឃើញអញមិនភ័យដល់ថ្នាក់ហ្នឹងហើយអញក៏ភ័យដល់ថ្នាក់យំហ្មងគាត់ថាអត់ទេអញឃើញណាហាអញឃើញអីគេពេលអញឈប់ម៉ូតូហ្នឹងអញឃើញមនុស្សអង្គុយនៅកណ្ដាលខ្នល់ហ្នឹងអញ្ចឹងបានន័យថាគាត់មាននិស្ស័យឃើញតែខ្ញុំអត់មាននិស្ស័យឃើញទេខ្ញុំបានត្រឹមតែឃើញក្នុងយល់សពដល់ពេលគាត់ឃើញស្ដែងគាត់ថាពេលដែលជិះម៉ូតូហ្នឹងស្រាប់តែភ្នែកម៉ូតូមកព្រាកមកវាក់ទៅគាត់ឃើញមនុស្សអង្គុយនៅកណ្ដាលខ្នល់ហ្នឹងបានគាត់ស្កប់ហ្នឹងហើយមនុស្សហ្នឹងដូចស្មោមអញ្ចឹងវាក្អាលដាច់រយរៃហើយចាស់ខ្លាំងទ្រោមក្បាលអោនចិត្តដល់ខ្នល់អញ្ចឹងហើយអង្គុយពេនភ្នែននៅកណ្ដាលខ្នល់ហើយដល់ពេលហើយគាត់ថាអូយឃើញច្បាស់ហើយឡើងអកស្រូវតទៅហែងកេះអញថាឲ្យទៅហ្នឹងបានដូចថាមួយសាទៅបាត់អញ្ចឹងណាហើយខ្ញុំថាដល់ពេលខ្ញុំដឹងថាគាត់ឃើញស្ដែងចុះនេះមិនយល់សពណាបើគាត់ឃើញស្ដែងនឹងភ្នែកដល់គាត់យំណាអូទៅបានហើយតោះមិនបកស្រាយទេតោះយើងនាំនេះចេញពីផ្ទះហ្នឹងហ្មងបាទគាត់ហ្នឹងក៏លញញ័រខ្ញុំនេះក៏លញញ័រវិចស្លៀកពាក់តន់ត្រូវជ្រុងជ្រោយហងរៀបចេញទៅស្ងាត់ហ្នឹងស្រាប់ម្ចាស់ផ្ទះគេភ្ញាក់ពួកម៉ាក់ស្រីខ្ញុំហ្នឹងគាត់ភ្ញាក់គាត់ថាហេអញបញ្ញាទៅណាដេកសិនទៅចាំថ្ងៃខ្ញុំចាញ់អញបញ្ញាទៅណាថាអត់ទេអញអត់ស្រួលខ្លួនញ៉ាំចាញ់ហីឥឡូវចាំបន្តិចចាំអញជូនថាអត់ទេមិនបាច់ជូនអញនិយាយអញ្ចឹងណាហើយថៃហ្នឹងវាក៏ខាត់ខ្ញុំនិយាយទៀតណាអញយល់សពចេះឃើញជំនាញផ្ទះឃើញអីចេះគេដេញហើយអត់ស្រួលទេអត់ល្អអីចឹងណាគាត់ថាហែងកុំកាត់ច្រើនពេកប៉ុន្តែអ្វីដែលខ្ញុំភ្ញាក់ហ្នឹងគឺរ៉ូបដែលគាត់ស្លៀកហ្នឹងគឺរ៉ូបខ្ញុំឃើញគាត់ក្នុងយល់សពហ្នឹងតែទីពិតយប់មិញគាត់បានមកហៅខ្ញុំតែអារ៉ូបគាត់ពងស្លៀកហ្នឹងគឺ
cứ không chịu sập để khơi thay còn mặt đa nhom nữa anh nhom cổ nhẹ nhom nào ngọt đây anh tới cái sẽ đáy nhá xong bây giờ rôm hành nhỉ vì sẽ đáy anh về chứ bây rôm bảy xịn nhỉ anh bên đăng ảnh môn đi rôm xây cái là rôm bảy xịn nhỉ bạn không chịu sập nữa vậy ha tới sự búa chân ta dùng bánh cay ăn ngọm giống như thế cay ngọm cay ăn ngọm mùi giùm mình nhâm xôi bạch trẻ ngọt cay mùi nè thông dương kỳ mùi đi nhâm pan ha thông mà po sẽ bỏ bấy nè po về từ đó cố nè nó ngày ngọm thấy bạn ngọm biết chứ mà ngay đây bạn thấy dùng bánh ngọm đó là nào vay đó là pôn nâng bình ổn chứ sẽ va nó hạ lưới anh lưới bị dục nhung nhẹ anh ngọt bát đấy chăng ngọt bát đấy bạch bọ xẻng chanh ngọn chanh bị ta nâng lần lươn mỏng còn ham môn nhung trái nhung trăng cho 3 tết nhung số ta ở lấy xua bị chạy cho 3 trong khỏi ta che nông cả tục nắng á miên tu tập pi gì tay cao vì muốn miên tu và so mùi ọt có tháng là đắng ấy tàu xua mai anh mới tự nhiên tàu xua mãi con chật nắng có tha tu trở na tay miên tu và so môi miên tay do chanh bắt đây chắc bạn này tha không nhiều sập nhưng bắt chỉ sẽ đại mền tên đại thịt bắt giật mình khơi tu nữa ấy tại không nhiều sập nhưng bắt chỉ khơi tu và so để cái đỏ chanh đừng bật mền hơi nhóm coi chanh te có chật te nhầm đai ba hai chỉ chật mà cái lỗ đấy nhóm mình miên chi pass app mình miên hai ấy mà chi tầng cứ đào tam là bọn sẽ giảm te cái tình đào tạo đó te cứ chọc đam khla chanh đâu pe nhóm tạo đó te nhóm bắt hiền lao ta lơ cả tục nhóm kênh tế nhóm phẹp mạng nhóm cậu có tha ôi hay rồi vì bích á hay rồi vì tê lao tại đây tới nhóm có tha đấy mạng nhóm lấy hiền lao te thằng lâu tay pa mà ở nơi nhóm nơi te mà chung mà nè anh bán là hồ đo lử đo thằng nào lăng lừa cái tục còn anh đi lao mà nhưng mà hiền lao cót có tha tơ ôi hay chất nom nhóm tự chụp khủ chẳng cót có sự liệu bẹ do nhóm tự chụp khủ thằng ngày hai nhóm admin ban nhâm ấy tặng cứ ở vậy còn nhà mặt trầu này cứ luôn nhóm nho chẳng tại đó cũ cái lạnh cũ nó cái miền Asana ấy tới còn coi to ở trắng nó miền trường thụ miền ấy chẳng tới hai giờ đời xa tại nhóm sao chưa hưởng ở bây chừng nữa rồi cô hưởng ông rồi ấy chẳng tới nhưng thằng cuối nhưng chưa ngon chứ khơi còn mơ cái môn chẳng nó bảo cái tê hay đưa lùa vừa chứ đưa chọn đi chứ là việc dân nơi tầm mơ gì dân á dân nơi tờ là việc bầm mạt đó bao cái ấy sao đợi tập pe hái có đo ven nhóm trôi từng cối bọt trơn chật khủ đứng tới con pen phèn trắng á con ha mà hỏi chứ mạng nhóm cối khỏi non nhầm che con ta con nhóm che thật khơi ấy ở lõ hay ở toàn man vậy ấy vậy bán tập phần thì khủ nó con có chập khủng có ba nhóm nó đo ất mỏng á chập con chia dâm mơ khỏi non nhầm trắng tao con hồn tiệp khăng hay nhưng mà sao tu đái đợi tập pe hết con nhẹ hết con hồn nhưng lần cái tiền hồn nhung nó khỏi với hồn có ba nhung chân nha hai con thôi đấy hay lùi tôi con nhẹ tầng óc này hai nhung con tôi chạy hay về hợp dân tới dân ngợp chân trong anh hồn nhưng khang nhớ hồn nhung lần trong đạch nghe nó khỏi chạy hôm mặt ta giờ miền ta có ba lót luôn này họ tao đọc bằng bảy ngày chiều sao tập đi ngày tiết côn nâng bơ mình slap đời xa tại chụp lúc nào có bọn ba tế có khơi viên mà xa tiền nó keng lua lần đặt cái tròn ngọt hỡi mà em thấy mấy ban thằng mà tao không nhung mày trắng á đôi thanh nhúng của chúng nó đây bọn mình ban thơi nè sao giờ đây thua ấy sao nè họ tao plei ngặt plei cay đầy lồ đo tập pe chẳng tới nhung có sao mãi á plei cay đầy lô còn nó khơi đo pe đài miên mùi nắng môn pe cao hai đau tí từ bồn nắng mình đừng nhóm lục bước đại thôi nhưng mà xa đau hạt prang chẳng phải đau tam plei những thứ mình đầy lô mình tìm là đợi chẳng nó tại nhóm khơi cá như bà chai đòn ấy tới sẽ tụi mình đầy lô nó cay plei nó này cái miên tròn cái nạt cái hòm nó lại đau bờ tắc prang nó hay khang khổm nó sắt tập bài xây sắt tập trên miệng te sắt tập ấy cái cô trao ta nặng trắng á nhóm plei mà lộn hình nặng cho ta khang không đầy lô nó bay ca rẻ có ca rẻ cây hai ca dương cron về ca về bồn về tiền nó ngày ca đó ba ca nó là mà thong do mà đạn không té
យកឡើងទៅកតុបដេកដាក់លើក្បាលតនេដល់ទៅពេលហើយគាត់ថាហក់តោងតាមផ្លូវស្ងាត់ផ្លូវកែងហើយតោងមកយូរឯណាមិនមែនតែថ្ងៃហ្នឹងឯណាគាត់ស្ដីលោកគ្រូហ្នឹងគាត់ស្ដីឲ្យម៉ាក់ខ្ញុំហ្នឹងឡងម៉ាក់ខ្ញុំយំគាត់ស្ដីម៉ាក់ខ្ញុំខ្លាំងគាត់ថាមិនបានធ្វើម្ដាយឪពុកគេនេះល្ងងកូនត្រូវអមនុស្សនេះមិនបើខ្ញុំកាត់មួយមិនខ្មោចធម្មតាវាចូលលក្ខណៈអសូរកាយវាចូលលក្ខណៈបិសាចហ្នឹងហើយរត់ទៅយើងហ្នឹងណាអញ្ចឹងគាត់ថាណែម្ដាយឪពុកក៏មិនល្ងងអញ្ចឹងបើថ្ងៃណាបងប្រុសបងស្រីអញរិស័យខ្ពស់កូននឹងដើរចូលផ្ទះបងប្រុសបងស្រីមើលកូនអត់ឃើញក្បាលទេឃើញតែកឲ្យដើរចូលបានន័យថាម្ដាយឪពុកមានសិទ្ធដឹងមុនមានញៀនដឹងមុនអ្វីទាំងអស់ហេតុអីបានអត់ចេះសម្គាល់អញ្ចឹងស្ទើរតែឲ្យម៉ាក់ខ្ញុំគាត់លេងលងទៅនេះគាត់ថាចេះហ្នឹងហើយម៉ាក់យ៉ាងគាត់យល់សោកក្រក់គាត់ចេះតែយល់សោកថាសុកគេយកគាត់ទៅចងដាក់ក្នុងលូក្រោយមកទៀតគាត់យល់សោកថាមានគេហ្នឹងសែងខ្មោចហ្នឹងដាច់ក្បាលហ្នឹងយកទៅដាក់ចុងជើងគាត់ខ្ចប់មួយកតេលក្រហមស្រាប់គ្រូគាត់ថាកូនហ្នឹងដាច់ក្បាលបងស្រីយល់សោកឃើញហ្នឹងកូនហ្នឹងដែលឃើញហើយកូននេះសោក2ថ្ងៃទៀតទេនេះមកថ្ងៃនេះចង់យឺតពេលហ្នឹងបានតែបន្ទុកតែមួយថ្ងៃទៀតក៏អត់មានអីជួយខ្ញុំបានដែរហ្នឹងហើយដល់ទៅពេលហើយម៉ាក់ខ្ញុំគាត់ឆ្ងល់ធម្មតានៅពេលដែលខ្ញុំនិយាយអញ្ចឹងអ្នកទាំងអស់គ្នាក៏ដូចជាបងគាត់ឆ្ងល់ថាចូលផ្ទះមិនបានជំនាញផ្ទះយើងក៏មានកងម៉ែយើងក៏មានប្រភូមិក៏មានតែម៉ាក់ខ្ញុំក៏ឆ្ងល់គាត់តែហេតុអីមិនចូលផ្ទះបានផ្ទះខ្ញុំមានទាំងអស់អ្នកតាការពារផ្ទះមានទាំងអស់ស្រាប់គាត់ក៏បិទភ្នែកសញ្ចឹងទៅទូគាត់បើកភ្នែកវិញគាត់ស្ដីម៉ាក់ខ្ញុំលើសដើមស្ដីឲ្យថ្មីទៅគាត់ស្ដីខ្លាំងហ្មងថាមិនបានត្រូវយកប្រភូមិដាក់ក្រៅលបងផ្ទះហើយប្រភូមិខ្ញុំនឹងរើពីក្នុងផ្ទះដាក់ទៅក្រៅលបងផ្ទះហើយបងឯងដែរឃើញអត់ដែរមានប្រវត្តិអ្នកណាដែលយកប្រភូមិដាក់ក្រៅលបងផ្ទះទេបាទហ្នឹងហើយម៉ាក់ខ្ញុំហ្នឹងក៏ថាអូការហ្នឹងជឿតាមអ្នករស់ស៊ីគ្នាឯងតាមគេខូចគេល្បិចគេខូចគេធ្វើស៊ីយើងគេឲ្យយើងហើចេញទៅក្រៅគាត់ថាចាគាត់មើលមិនសាទៀតគាត់ដូចថាគាត់ហួសចិត្តខ្លាំងណាស់គាត់ថាហេតុអីមិនត្រូវយកប្រភូមិដាក់ក្រៅលបងផ្ទះព្រះភូមិនេះមិនមែនមើលផ្ទះនេះទេមើលខ្នល់បាទពួកក្រៅលបងផ្ទះហ្នឹងបាទហើយក្នុងផ្ទះហ្នឹងមិនមែនមានតែរត់ទៅយើងហ្នឹងមួយទេមានខ្មោចអនាថារាប់រយរាប់ក្បាលនៅក្នុងផ្ទះហ្នឹងគ្រប់ជាន់ថ្នាក់គ្រប់បន្ទប់គ្រប់កន្លែងទាំងអស់អញ្ចឹងផ្ទះហ្នឹងគឺហុងស៊ុយល្អហុងស៊ុយបើនិយាយពីថាស៊យមកទំហឹងហ្មងហើយគាត់ថានេះហេងណាបើសិនជាមានមនុស្សមានកំណត់អាក្រក់យកអំពើអំព័ន្ធទៅសៀតនៅប្រភូមិដែលមុខរបងផ្ទះហ្នឹងផ្ទះខ្ញុំហ្នឹងបើមិនមានចៅចូលប្លន់ស្លាប់មួយផ្ទះទេក៏ត្រូវឆេះផ្ទះហ្នឹងស្លាប់ទាំងអស់ពីព្រោះអីខ្មោចគេចាំអស់ហើយខ្មោចគេចាំកន្លែងគេអស់ហើយគេចាំយកហើយគ្រាន់តែថាអ្វីដែលមកតោងខ្ញុំនេះគឺសាហាវជាងគេបានថាវាអត់ចាំទេវាអត់ចាំឱកាសទេវាត្រូវទៅយកហើយគាត់ថាតោងខ្ញុំ10ថ្ងៃជាងមកនេះក្នុងខ្លួនខ្ញុំនេះមកអង្គុយហ្នឹងអត់មានបលឹងសឹបអីតែមួយសល់តែសបកឯងកូនហ្នឹងកុំថាឡើយដល់ជួបគ្រោះថ្នាក់ចរាចរណ៍ក្បត់ក្បាលតែគេលេងបញ្ញាក់គាត់ក៏គាត់កាំងដាច់ខ្យល់ស្លាប់ដែរព្រោះអត់មានបលឹងនៅសល់ទេខ្លួនញ័រធាក់ហើយគាត់ថានេះហេងនេះបាននៅចិត្តគេចិត្តឯង24ម៉ោងពេញអញ្ចឹងរិស័យគេយឹតយោងអញ្ចឹងបាទខ្ញុំចង់បើកមុខចប់មួយថានឹងជាមូលហេតុដែលខ្ញុំហេងថាខ្ញុំបានពួកម៉ាក់ខ្ញុំទៅរៀនមួយគ្នាគឺគាត់នៅមួយខ្ញុំសឹងតែ24ម៉ោងមែនហើយលើកទី1ដែលរត់ទៅយើងនឹងចង់គម្រាមខ្ញុំនឹងគឺចង់ផ្ដាច់ខ្ញុំពីពួកម៉ាក់ខ្ញុំនឹងឯងដែលចោលឃើញថាបើសិនជាខ្ញុំនៅតែបន្តនឹងមួយគាត់ទៀតគឺនឹងធ្វើឲ្យមានគ្រោះថ្នាក់ស្លាប់ម្នាក់នេះវិញដែលឲ្យខ្ញុំឃើញក្នុងយុសពហ្នឹងណាតែវាហេងដែរថាយើងចិត្តតែចេញពីមួយកន្លែងទៅជួបអ្នកនេះចេញពីមួយកន្លែងជួបនេះយកដែរនៅម្នាក់ឯងអញ្ចឹងណាគាត់ថាហេងណាកុំអីត្រូវជួបគ្រោះក្បត់ក្បាលហើយអត់តន់ត្រូវធ្វើកិច្ចកូននឹងមុនទេកូននឹងបានតែមកស្រោចទឹកទេតែត្រូវលើកប្រភូមិចូលក្នុងផ្ទះនឹងវិញយ៉ាងលឿនបំផុតហើយសែនឲ្យគេវិញពីព្រោះក្នុងផ្ទះហ្នឹងអាប់ប្រមាំងគោលណាស់បើហេះតែបន្តិចគឺស្លាប់ទាំងអស់គ្មានមួយណារួចផ្ទះហ្នឹងទេកន្លែងហ្នឹងតើលោកគ្រូដែលគាត់មានវិជ្ជាខ្ពស់ហ្នឹងគាត់មានបានជំរាបមកថាមានប្រភូមិមានអ្នកតាមានជំនាញផ្ទះមានដូនតាដោយឡែកបញ្ហាដែលបានជួបផ្ទះនេះគឺប្រភូមិនៅតែក្រៅផ្ទះចុះជំនាញផ្ទះអីទៀតដល់បើសិនជាតាមគាត់បាននិយាយតាមគាត់បកស្រាយហ្មងគឺប្រភូមិបើនិយាយពីរដ្ឋអំណាចរបស់គាត់គឺគាត់ការពារផ្ទះយើងពីអមនុស្សចង្រៃហ្នឹងហើយតែបើផ្នែកជំនាញផ្ទះម្ចាស់តាំងម្ចាស់ដីគ្រាន់តែជួយថែរក្សា
ជួយមើលថែរក្សាឲ្យយើងហ្នឹងមានភាពកក់ក្ដៅលោកល្អឿនការងាររកស៊ីហ្នឹងហើយ អត់មានការបែងចែកខុសឬក៏ត្រូវបន្តស្អីគ្រឿងទៀតបង បាទអញ្ចឹងនៅពេលដែលអញ្ចឹងក៏អត់បានអត់ទាន់បានធ្វើកិច្ចខ្ញុំនឹងជាស្អីទេបានត្រឹមតែមកស្រោចទឹកឲ្យខ្ញុំស្វាងដូចថាហៅប្រឡឹងហៅឲ្យខ្ញុំចូលមកវិញអញ្ចឹងណាហើយក៏ ម៉ាក់ខ្ញុំហ្នឹងក៏ស្រោចរៀបចំពិធីលើកប្រភពនឹងចូលវិញភ្លាមៗមកលើកចូលវិញអញ្ចឹងក៏រើសថ្ងៃខ្ញុំសែនពេណាសែនពេហ្នឹងសែនទៅមុខផ្ទះសែនពេថ្ងៃលិចហ្នឹងក៏សែនចេញទៅអញ្ចឹងសាច់រឿងហ្នឹងគឺតែប៉ុណ្្នឹងទេប៉ុន្តែខ្ញុំចង់ឲ្យយល់ថាពីមនុស្សម្នាក់ដែរអត់ជឿសោះហើយខ្ញុំអត់ជឿមិនធម្មតាណាសែនកងមកសែនណូសែនចូលឆ្នាំចិនបនជុំទៅវត្តខ្ញុំដែរឲ្យធុក បាទ ម្ដងយកដែរឲ្យគឺពីមនុស្សដែលមិនជឿសោះរហូតដល់ជឿហើយដឹងហ្មងថាក្នុងចក្រវាលរបស់យើងនេះ បាទ គឺមានអមនុស្សគ្រប់ទីកន្លែង បាទអូខេនេះគឺជាសាច់រឿងទី1តើបងប្អូនមានអារម្មណ៍យ៉ាងម៉េចដែរយល់យ៉ាងណាដែរចំពោះសាច់រឿងទី1 រយៈពេលតាំងពីបើករហូតមកដល់នេះប្រហែលជា7 1ម៉ោងឬក៏1ម៉ោងត្រឹមពិតជាប្រកែបោះស្រាយពិតជាលំអិតមែនតើដល់សោះ3រឿងទៀតណាបងប្អូនដល់នេះដល់ហើយយើងវិភាគទៅសាច់រឿងដំបូងខ្ញុំគិតថាប្រហែលជាការតិចបើមិនសិនតិចទើបបងមានអារម្មណ៍ថាតិចបែបហ្នឹង បាទ ប៉ុន្តែក៏មានហេតុការណ៍ជាច្រើនដែលខ្ញុំបានឮបានដឹងពីប្រិយមិត្តជាច្រើនគាត់ពិតជាទទួលអារម្មណ៍ថាសម្ពាធខុសធម្មតាបរិយាកាសនៅក្នុងបន្ទប់ហ្នឹងក៏ខុសធម្មតាដែរហើយខ្ញុំគិតថាចំណុចទី1ដើមហេតុការផ្លាស់ប្រភព ផ្លាស់បាយសីគេ ផ្លាស់បាយសីផ្លាស់អីនេះហើយអូខ្ញុំទៅស្នើហ្មងដោយដឹងខ្លួនឬមិនដឹងខ្លួនសូមបងប្អូនទាំងអស់មេត្តាប្រយ័ត្នអ្វីដែលគួរឲ្យចំណាំដែលបងវិញបានលើកឡើងគឺងាយស្រួលមែនទែនដើមឈើដែលមានកណាត់ក្រហមចង បាទ តាមក្បួនច្រើនណាស់មានក្បួនចិនក្បួនខ្មែរក្បួនណាក៏ដោយភាគច្រើនបើដើមឈើនឹងមានបញ្ហាឬក៏កន្លែងនឹងវាក្តៅគេថាម៉េចវាច្រើនពេក បាទ គេយកកណាត់ក្រហមទៅចងហើយ ព្រោះបើសិនជាដោយអ្វីដែលខ្ញុំឃើញពីម្ដិតទៅយើងហ្នឹងគឺធាតុប៉ັດផ្នែករបស់គាត់ក្រហមជួមែនគឺរបៀបថាមានអ្នកគេចងអាគុំគាត់ឬក៏ចងគាត់នៅណាមួយអញ្ចឹង បាទ ហ្នឹងហើយ ហើយដោយសារតែបងប្រមាថវាជាឱកាសមួយដែលគេហក់តោងយើង បាទចំរិស័យយើងនឹងទៀបដែរ បាទអញ្ចឹងត្រង់ចំណុចនេះហើយដែលប្រយ័ត្នហើយដដែលបងវិនបាននិយាយមានការក្បោះក្បាយល្អហើយចំណុចដែលសំខាន់បំផុតប្រភពមិនដែលនៅពីក្រៅផ្ទះទេបងប្អូនប្រភពបងប្អូនអាចអានេះខ្ញុំដឹងពីគ្រូឯណាប្រភពបែងចែកចេញជាពីរណា បាទ បើប្រភពបែរចូលផ្ទះប្រភពទេវតា បាទ ប្រភពបែរទៅថ្នល់មិនមែនប្រភពទេវតាទេ បាទ បាទអាហ្នឹងបញ្ជាក់ឲ្យខៃលោបងប្អូនឃើញប្រភពបែរទៅក្រៅជិះតាមផ្លូវអីឃើញប្រភពបែរទៅក្រៅប្រភពនោះឯងគឺគេធ្វើសម្រាប់អ្នកណាមួយប៉ុណ្្នឹងឯងដាក់នៅហ្នឹងឬក៏បើមើលផ្លូវនេះគឺជាការដាស់តឿនថាប្រយ័ត្នប្រយែងដល់កន្លែងហ្នឹងឲ្យប្រយ័ត្នប្រយែងបាទទៅប៉ុណ្្នឹងឯង ខ្ញុំសុំកាត់មួយដោយសារតែមានអ្នកដែលទស្សនិកជនខ្លះគាត់ឆ្ងល់ថាអូចុះខ្ញុំផ្ទះល្វែងខ្ញុំដាក់ពុំនៅណាអាហ្នឹងខ្ញុំបើសិនជាតាមការបកស្រាយផលលោកគ្រូដូចគ្នាថាបើចំពោះផ្ទះល្វែងតែគាត់បើកមកទ្វារហ្មងទ្វារចូលដល់ក្នុងផ្ទះហ្មងណាអញ្ចឹងគាត់អាចដាក់ប្រភពនឹងបានដោយសែនបញ្ជាក់ប្រាប់លេខផ្ទះលេខអីអញ្ចឹងណាបានន័យថាយើងផ្ទះនេះគឺសែនប្រភពអញ្ចឹងបានន័យថាគាត់អាចដាក់ទៅក្រៅបាន បាទ ប៉ុន្តែបើករណីដែលថាផ្ទះល្វែងតែល្វែងលបងដដែលណាលបងហើយមានកន្លែងចតឡានអញ្ចឹងបានន័យថាវាស្តៀងនឹងផ្ទះខ្ញុំអញ្ចឹងគឺអត់អាចដាក់ទៅក្រៅលបងបាន បាទ គឺត្រូវតែនៅក្នុងផ្ទះត្រូវតែនៅក្នុងលបង អូខេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាទទួលបានមេរៀននៅក្នុងសាច់រឿងរយៈពេល1ម៉ោងជាសាច់រឿងទី1នេះអញ្ចឹងនេះជាសាច់រឿងទី1អធិស្ឋានបងបើសិនជាអាចបងអាចខែងលោបងប្អូនមួយចំនួនព្រោះបងប្អូនប្រហែលជាធ្លាប់ឮខ្មោចព្រាយអូយើងអាចសម័យឃើញភ្លាមប៉ុន្តែនៅពេលដែលឮពាក្យមរិតយើប្រមាថយើពិបាកក្នុងការសម័យមកធំរូបរាងខ្មៅក្រឹបអលងតែមានឆ្នូតមួយពណ៌ក្រហមនៅភ្នែកតែបងអាចរៀបរាប់លំអិតជាងហ្នឹងដែលអាចឲ្យពួកខ្ញុំសម័យឃើញបានថាមុខមាត់របៀបម៉េចទៅនិយាយទៅដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងសម្រាប់ខ្ញុំហ្មងខ្ញុំមើលរឿងឥឡូវនេះក៏ខ្ញុំនៅបន្តមើលរឿងខ្មោចដែរ បាទ ហើយរហូតដល់អាយុខ្ញុំវា30ឆ្នាំជាងណាយើងថាយើងមើលរឿងបានមិនក្រោម100រឿងខ្មោចទេ បាទ ខ្ញុំអត់ដែរឃើញសភាវៈអ្វីដែលអាក្រក់ស្មើនឹងអ្វីដែលខ្ញុំឃើញថាមរិតទៅយើងគឺអាក្រក់មុខវាមិនអាក្រក់ខ្ពើមទេណាតែអាក្រក់បែបគួរឲ្យខ្លាចយើងដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងថាលោកគ្រូគាត់បញ្ជាក់អញ្ចឹងថាបើសិនជាដល់ថ្ងៃទោះបីជាខ្ញុំអត់ជួបគ្រោះថ្នាក់ត្រូវក្បត់ក្បាលឃើញវាតែម្សិលអាទិត្យនៅក្នុងយល់សពហ្នឹងក៏ខ្ញុំគាំងដាច់ខ្យល់ស្លាប់ដែរហើយទៀតពិត
បាច់គ្រូនិយាយគឺខ្ញុំដឹងមកថាខ្ញុំអត់អាចឃើញម្ដងទៀតអត់អាចទេ បាទ ហើយអើយគិតពិតខ្ញុំបកកែគូសគ្រូកា បាទ ខ្ញុំគូសដូច បាទ ប៉ុន្តែគ្រាន់ថាខ្ញុំអត់ហ៊ានគូសមកបង្ហាញទស្សនិកជនដូចជាបងទេដោយសារតែវាដូចជាដឹកអារូបភាពនឹងឡើងមកវិញអញ្ចឹងណាហើយអើយជាទូទៅគឺអ្នកទាំងអស់គ្នាច្បាស់ជាកម្រលឺពីមរតយោហ្នឹងណាកម្រលឺព្រោះអីបើសម្រាប់ខ្ញុំបើនិយាយគាត់ស្ដាប់គឺយាអូនដាក់សយចង្រៃហ្មង បាទឆ្នោតធំបាទ ឆ្នោតធំចាប់ចំឆ្នោតធំហើយខ្ញុំអាចនិយាយបានថានៅពេលដែលខ្ញុំឃើញរបស់នឹងហើយខ្ញុំសឹងតែចេះពេលអ្នកដែលឃើញខ្មោចឬក៏ឃើញព្រាយអីខ្ញុំសឹងតែដល់ថាធម្មតាកុំខ្លាចអីធម្មតាទេខ្ញុំឃើញអា version អាបែបផែនដែលសាហាវជាងនឹង បាទ បាទ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយបើសិនជាបងដៅកំពុងតែទស្សនានៅអេពីសូតមួយនេះបងដៅនេះគឺជាសំណួរនឹងខ្ញុំនឹងចោទសួរទៅបងថាមរិទ្ធទៅយើងមានរិទ្ធបែបណាដោយឡែកបងអាចបញ្ជាក់ពីទំហំក្បាលដែលបងអាចធ្វើជាដៃបានទំហំក្បាលទំហំគ្រាប់ភ្នែកទំហំមាត់របៀបម៉េចបងអាចធ្វើឲ្យខ្ញុំសម័យឃើញច្បាស់ជាងនឹងតិចទៀត ចាំមើលបើសិនជាយើងនិយាយទៅដូចជារូបសំណាកដែលគេកាត់សល់តែក្បាលអញ្ចឹងបើថាមានកតែប្រវែងប៉ុណ្្នេះអីទេហើយក្បាល សំណាក់ប្រភេទណាប្រភេទគេធ្វើលើប្រភេទធំអត់ទេក្បាលហ្នឹងប្រហែលជាទំហំប៉ុណ្្នេះ និយាយទៅធំជាងក្បាលមនុស្ស ធំជាងក្បាលមនុស្សយើងតិចទេប៉ុន្តែតម្រង់វែង ដូចពងកពើតែវែង បាទតម្រង់រៀងវែងចាបើយើងមើលណាប៉ុណ្្នឹងអញ្ចឹងហើយ អូខេ ភ្នែកមិនមែនជាភ្នែកលៀនអីទេតែភ្នែកខោងទៅក្នុងតែមានគ្រាប់ភ្នែក មានហើយភ្នែកហ្នឹងមុតនិយាយទៅមនុស្សហ្នឹងគឺភ្នែកមុតហ្មងខ្ញុំអាចនិយាយបានថាចេះខ្ញុំអត់ដែរឃើញសភាវៈឬក៏យើងមើលរឿងមើលអីដែលភ្នែកមុតដល់ថ្នាក់ហ្នឹងណានិយាយចេះផិនកសែភ្នែកដែលមើលមកយោងចឹងមើលចំហ្មងហើយកសែភ្នែកហ្នឹងគឺមានតែមួយយ៉ាងឯងថារត់ទៅដូចចង់ប្រាប់ថារត់ឲ្យហើយទៅ អញ្ចឹងបើនិយាយពីការខូងរបស់គ្រាប់ភ្នែកមួយហ្នឹងដូចភាគច្រើនជនបរទេសមួយចំនួនចំហវែងស្បែកសអីអត់មានខ្លាញ់នៅភ្នែកដូចយើងទេខូងជុកនោះតែនោះខូងខ្លាំងជាងហ្នឹងទៀតខូងដូចមនុស្សចាស់ហើយឈឺស្បែកជ្រាវជ្រួញផតមុខហើយមាត់ធំខ្លាំងអណ្ដាតវែងហើយស្រួចអានេះមាត់ធំខ្លាំងដល់រង្វះតិចមានតិចឬក៏មិនដែរបងធម្មតាដូចមនុស្សចឹងប៉ុន្តែគ្រាន់ថាតម្រង់មុខគាត់ហ្នឹងគឺវាចូលឲ្យសភាវៈដូចបិសាចចឹងអាចប្រហែលខ្ញុំនឹងផ្ដល់រូបប្រហែលឲ្យបងចឹងបងអាចដាក់បានប្រហែលស្តៀងណាតែបើសិនជាអ្នកទាំងអស់គ្នាណាដែលគាត់ខ្លាចអីគឺអាចឥឡូវចេះខ្ញុំឧទាហរណ៍ថាតើវាប្រហាក់ប្រហែលជាមួយនឹងសភាវៈឋាននរករបស់រឿងបរទេសអត់ខ្ញុំគិតថាស្តៀងពីព្រោះដោយសារតែខ្ញុំធ្លាប់ឃើញមើលរឿងមួយដែលបងស្គាល់ចឹងដូចរឿង Annabelle បាទមួយទៀត Insidious ហ្នឹងហើយគឺស្តៀងពីសភាវៈហ្នឹងគ្រាន់តែអ្វីដែលខុសហ្នឹងទី1គឺនៅក្នុងរឿងគឺអត់ខ្មៅក្រឹបចឹងទេរៀងពណ៌ប្រផេះតែនេះគឺខ្មៅហ្មងខ្មៅ completely ខ្មៅហ្មងហើយមួយវិញទៀតកសែភ្នែកក៏អត់កាចដល់អ្វីខ្ញុំឃើញបើនិយាយពីភាពកាចដែលបងទទួលបានវាអាចប្រៀបប្រដូចជាមួយនឹងកសែភ្នែកកាចរបៀបខ្ញុំខឹងបងឯងចង់ស៊ីសាច់បងឯងទេឬក៏លឺនឹងថែមទៀតអត់ទេលឺនឹងពីព្រោះបានន័យថាបើដោយសារតែខ្ញុំគិតថាចេះមនុស្សទាំងខ្ញុំទាំងអ្នកទាំងអស់គ្នាទាំងបងច្បាស់ជាអត់ចង់ទទួលស្គាល់អាកសែភ្នែកហ្នឹងឯងព្រោះខ្ញុំអាចនិយាយថាគឺជាកសែភ្នែកដែលគេមើលយើងហើយគឺជាថ្ងៃអវសានរបស់យើងគឺកសែភ្នែកហ្នឹងកសែភ្នែកមួយដែលកាចសាហាវមែនតើដូចខ្ញុំនិយាយចឹងគឺមើលមកយ៉ាងរបៀបថារត់ហាញរត់ឲ្យរួចយល់ហើយបានដល់ថ្នាក់ខ្ញុំសេកឡើងលុះអស់ព្រលឹងហ្នឹងគឺដោយសារតែភ្នែកហ្នឹងមុតហើយមើលអត់ព្រាកភ្នែកយើងហ្មងមើលសំដៅចំមកយើងចឹងហើយសោចហាមាត់ធ្លាក់អណ្ដាតហ្នឹងវត្តដល់ដីហ្មងដល់អត់ផ្លាច់អាចប្រហែលប្រហែលម៉ែត្រទេអណ្ដាតដែលបងហែងប្រហែលប៉ុណ្ណឹងចាញ់ពីមាត់វែងព្រោះអីគិតមើលយើងសម័យថាកប្រហែលប៉ុណ្នេះអញ្ចឹងអណ្ដាតហ្នឹងលៀនធ្លាក់អញ្ចឹងវាអាចចូលប្រហែលជាមិនចង្អាមកន្លះហើយហ្នឹងហើយទឹកមាត់អីក៏ខ្មៅដែរដូចទំងើបពីលូមកអញ្ចឹងលងអាចសម័យឃើញនៅពេលដែលបងនិយាយថាប្រហាក់ប្រហែលជាមួយនឹងបិសាចនិយាយទៅវាប្រហាក់ប្រហែលមិនបិសាចនៅក្នុងរឿង Insidious អីហ្នឹងហើយបាទហើយហ្នឹងហើយជាមូលហេតុដែលនៅពេលដែលខ្ញុំទៅផ្ទះពួកម៉ាក់ខ្ញុំហ្នឹងខ្ញុំអត់សូវហ៊ានមើលទៅកន្លែងងឹតដោយសារអីគឺវាខ្មៅប្រហែលនឹងងឹតហ្នឹងឯងបានន័យថាសឹងថាបើយើងកលែងមើលទៅវាបើកភ្នែកមកម្សាទៀតក៏យើងអស់ពីខ្លួនហើយអញ្ចឹងបើសិនជាបងប្អូនកំពុងតាមដានទស្សនានៅអេពីសូតនេះបងប្អូនអាចសម័យឃើញថាចេះ
គាត់និយាយច្បាស់ណាស់មិញណាថាបើសិនជាអ្នកទាំងអស់គ្នាឃើញព្រាយគួរឲ្យខ្លាចគួរឲ្យកក្រិចគាត់ថាមុខមួយហ្នឹងអ្វីដែលគាត់បានឃើញវាលើសពីភាពកក្រិចរបស់ព្រាយហើយនឹងខ្មោចទៀតអញ្ចឹងអានេះជាចំណុចមួយដែលបងប្អូនអាចច្បាច់យកបានហើយអាចបង្កើនការសម័យរបស់បងប្អូនទាំងអស់គ្នាថាតើមុខហ្នឹងរបៀបម៉េចអញ្ចឹងកុំឲ្យខាតពេលតោះយើងចូលដល់សាច់រឿងទី2ព្រោះយើងនៅសល់3សាច់រឿងទៀតតោះបងចំពោះសាច់រឿងទី2នេះក៏មានដូចបងធ្លាប់ឆ្ងល់ចឹងថាហេតុអីបានជាពេលដែលខ្ញុំជួបជាមួយនឹងរដ្ឋយោហ្នឹងគ្រាន់តែសែនពេធម្មតាបាទអត់មានធ្វើអីកិច្ចអីធំដុំអីចឹងណាអូកែលោកបងប្អូនទាំងអស់គ្នាអត់បានដឹងកន្លែងហ្នឹងមុនហ្នឹងយើងបានកាត់បានបន្តិចហើយខ្ញុំបានសួរថាចេះរដ្ឋយោចម្លែកមែនតើព្រោះនៅពេលដែលខ្ញុំឮពាក្យថាប្រមាថយោយើងមានការរបៀបចាប់ចងកាប់ឲ្យបាត់ឲ្យកបត់ក្បាលលេងអញ្ចឹងណាដើម្បីបន្លាញរដ្ឋយោហ្នឹងឲ្យរត់កិច្ចអីអញ្ចឹងណាតែដល់ពេលខ្ញុំឮសូថាត្រឹមតែសែនពេខ្ញុំប្លែកមែនតើអញ្ចឹងគាត់ថាសាច់រឿងទី2នឹងតពីកន្លែងហ្នឹងអញ្ចឹងខ្ញុំពងរំចាំបាទព្រោះសែនពេហ្នឹងវាអត់ជាធំដុំអីដែរទេគ្រាន់តែទូចហ្មងបាយម្ហូបស្លមានផ្កាមានអីចឹងណាហើយពេលសែនទៅធាតុពិតគឺខ្ញុំលេងឃើញហើយប៉ុន្តែកតុបដែលខ្ញុំនៅនេះគឺខ្ញុំនៅលេងកើតខ្ញុំនៅលេងបានហ្មងចូលទៅក្តៅក្រហល់កាហាយគេងអត់លក់អត់សំណុកនិយាយទៅអត់ស្រួលខ្លួនបាទដល់ពេលអញ្ចឹងខ្ញុំក៏ដូរកតុបហ្នឹងចុះមកក្រោមតែសួរថាខ្ញុំរួចខ្លួនអត់រួចអញ្ចឹងបានន័យថាគ្រាន់តែខ្ញុំលេងឃើញវាប៉ុន្តែខ្ញុំនៅបន្តខ្មោចសកត់រាល់ថ្ងៃគឺគេងរើខ្លួនអត់រួចយល់សពអក្រក់ឃើញខ្លួនឯងត្រូវគេចងឃើញគេយល់សពឃើញគេយកកបិតមកទះក្បាលគំរាមបាទហើយកបិតដូចថាយើងធម្មតាយើងគេងលើក្រែកកបិតទះក្បាលប្រយសាហាវខ្លាំងហើយយើងរត់រួចណាដូចថាយើងងាកឲ្យឃើញថាជានរណានៅលើហ្នឹងគឺយើងមើលបានព្រោះយើងរត់រួចអញ្ចឹងធម្មតាយើងគេងអញ្ចឹងក្រែដៃក្រែឈើពេលយកកបិតមកគោះយើងលឺណាបាទអញ្ចឹងដូចថាគេងសុកលឺពឹង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 រហូតដល់យើងភ្ញាក់មកហើខ្លួនអត់រួចទេតែមានអារម្មណ៍ថាគេយកកបិតមកទះក្បាលយើងទះហ្មងណាទះហើយទះមកហើយបងប្អូនដែរខ្ញុំជឿថាអ្នកទាំងអស់គ្នាមានបទពិសោធន៍ខ្មោចសកត់ប៉ុន្តែមិនដែលមានរងថ្ងៃទេបាទมันអាចទេតែខ្ញុំគឺរងថ្ងៃគឺបើនិយាយឲ្យសុខអក្រក់ស្ដាប់គឺខ្ញុំរងទុក្ខវេទនានឹងការកេងនឹងខ្លាំងមែនទែនរហូតដល់សតិអារម្មណ៍ចង់ស្លាប់សតិរហូតដល់ម៉ាក់ខ្ញុំគាត់ stress នឹងខ្ញុំដែរគាត់ថាអូយមិនដឹងធ្វើមិនបានបាត់ទេបើលើកមុនទៅរកគ្រូហើយមកវិញនៅអញ្ចឹងទៀតតែទៀតប៉ិតគឺអត់មានឃើញអីឯគ្រាន់តែថាខ្មោចសកត់ឧទាហរណ៍ថាមួយទៀតអ្នកទាំងអស់គ្នាធ្លាប់លើគេនិយាយថាភពឋានផងមនុស្សយើងបែបនេះតែវាមានដូចគ្នាទៅនឹងភពវិញ្ញាណបាទដែលយើងឆ្លងចូលហ្នឹងហើយពេលដែលខ្ញុំខ្មោចសកត់គឺខ្ញុំចូលទៅភពមួយហ្នឹងបានន័យថាដើរពេញផ្ទះខ្ញុំអីទាំងអស់ប៉ុន្តែអត់មានឃើញមនុស្សឃើញអីទេស្ងាត់ឈៀហើយខ្មៅបែបខៀវភ្លើងខៀវហ្នឹងដូចគ្នាហើយខ្មោចសកត់មិនមែនមួយផ្លែតទេរៀងរាល់យប់ជួនកាលទៅដាច់អស់ចិត្ត1ម៉ោងក៏មានរហូតដល់ពេលខ្លះខ្ញុំហត់ណាខ្ញុំឡើងដល់ថ្នាក់ចេះតើតាមតាណាខ្ជិលងើបរបៀបចឹងបណ្ដោយហើយខ្ញុំពិតជាពិបាកមែនតើក្នុងការគេងរហូតដល់ធ្លាក់ខ្លួនស្គមរហូតដល់ទៅដើរលេងនៅណាកន្លែងណាដែលអត់អីក៏ខ្ញុំមានអារម្មណ៍ឧទាហរណ៍ថាខ្ញុំទៅសៀមរាបគេងអត់អីទេខ្ញុំឃើញខ្ញុំយល់សោកហើយពិតជាចាប់តាំងពីពេលហ្នឹងមកគឺខ្លួនខ្ញុំហ្នឹងគឺផុយស្រួយមែនតើនឹងវិញ្ញាណបាទខ្ញុំឧទាហរណ៍មួយចូលទៅក្នុងកតុបមួយបើកតុបហ្នឹងមានវិញ្ញាណខ្ញុំដឹងមកបាទគឺខ្ញុំមានអារម្មណ៍ថាមានបាទវាទៅជាមនុស្សម្នាក់ដែលអត់ដែលបាត់ជួបបទពិសោធន៍អត់ដែលជឿតែបែរជាស្រូបទាញដូចរ៉ាដាចាប់ចឹងណាហើយរហូតដល់ពួកម៉ាក់ខ្ញុំហ្នឹងគាត់យកខ្ញុំធ្វើជាអង្គតែនរ៉ាដាចាប់វិញ្ញាណហ្មងទៅកន្លែងគេហ្នឹងណែចូលតុបអញទៅអញចូលមកតុបទឹកហ្មងហើយតែខ្ញុំចូលទៅតែមានបាទអញ្ចឹងបានខ្ញុំចង់ផ្សារភ្ជាប់រឿងទាំងអស់ហ្នឹងមកសាច់រឿងទី2ហ្នឹងតាក់ទងពីរឿងដួងកែវនេះខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាធ្លាប់ឮតាមរយៈគ្រូហុងស៊ុយគ្រូចិនសែគ្រូអាគមអ៊ំអាក៏សានិយាយដែរប៉ុន្តែខ្ញុំដោយសារតែខ្ញុំមិនមែនជាអាជីពផ្នែកគ្រូទេបាទអញ្ចឹងខ្ញុំគិតថាប្រហែលជាមាននិយមន័យខុសគ្នាតាមបែបខ្មែរបែបចិនអញ្ចឹងណាតែនៅពេលដែលកន្លងទៅបានរយៈប្រហែលជា 3-4 ខែដែលខ្ញុំជួបការលំបាកក្នុងការគេងខ្មោចសកត់រាល់ថ្ងៃសឹងតែរាល់ថ្ងៃជួនកាលមួយអាទិត្យ4ថ្ងៃជាប់គ្នាក៏មានដែរបាទរហូតដល់ខ្ញុំបានជួបគ្រូម្នាក់ទៀតគ្រូថ្មីមួយទៀតណាតែគ្រូថ្មីហ្នឹងប៉កែមែនតើបើខ្ញុំនិយាយឈ្មោះគឺដឹងតែស្គាល់ប៉ុន្តែសុំអត់ប្រហែលតែគ្រាន់តែគ្រូថ្មីហ្នឹងគឺបើនិយាយថាពីភាពប៉កែខ្លាំងមកគាត់គឺខ្លាំងមែនតើហើយអាសនៈគាត់ធំខ្ញុំអត់ដែរទៅកន្លែងគ្រូណាដែលអាសនៈឡើងផុត
ចង់ដល់ពីដានធំមែនតើនៅពេលដែលខ្ញុំទៅជួបគាត់ក៏មើលមកខ្ញុំគាត់ក៏និយាយរឿងដួងកែវហ្នឹងប៉ុន្តែអានេះបើខ្ញុំបើកមកចកមួយអញ្ចឹងបើសិនជាអ្វីដែលខ្ញុំចែករំលែកទៅវាអត់ត្រូវវាអត់តាមក្បួនខ្នាតទេខ្ញុំសូមអភ័យទោសទុកជាមុនដោយសារតែខ្ញុំមិនមែនជាអ្នកជំនាញទឹកផ្នែកអស់ហ្នឹងទេអានេះជាអ្វីដែលបងបានដឹងពីគ្រូពយល់របស់បងបាទអញ្ចឹងគាត់ក៏មើលមកគាត់ថាអូដួងកែវសត4ហ្នឹងអញ្ចឹងបងមានចាំទេថាពេលដែលខ្ញុំទៅជួបគ្រូលើកទី1គេថាខ្ញុំអត់មានវិញ្ញាណក្នុងខ្លួនទេឥឡូវចូលបាន4វិញឥឡូវចូលបាន4បាទអញ្ចឹងបើន័យថាដូចដួងកែវវិញ្ញាណហ្នឹងថាជាទូទៅមនុស្សប្រុសតាមធម្មជាតិហ្នឹងណាដែលរាសីល្អដួងកែវគ្រប់គឺ12បាទមនុស្សស្រី9បាទតែមនុស្សស្រី7ហ្នឹងល្អហើយបាន7គឺល្អបំផុតហើយមនុស្សប្រុសបាន9ល្អហើយគាត់ថាបើពេញបុកហ្មង12មនុស្សដែលមានដួងកែវ12ហ្នឹងគឺជាមនុស្សដែលមានសិលក្នុងខ្លួនមនុស្សដែលចិត្តត្រជាក់អត់ចេះមួម៉ៅអត់ក្តៅក្រហាយអត់កើតទុកអញ្ចឹងបានន័យថាគេចាប់ដើមស្រោបទាញបានន័យថាគឺរាសីគេខ្ពស់ចង់បានអីបានហ្នឹងបាទដូចចិត្តអាហ្នឹងដួងកែវគ្រប់12ហើយគាត់ច្អល់មកខ្ញុំថាតើអូនឯងបានតែ4ហើយខ្ញុំថាអូនឯងកុំថាឡើយចង់រកស៊ីតើអូនឯងដើរចេញទៅក្រៅបើឆ្កែត្រូវខំអូនឯងមុនគេគាត់និយាយចឹងមកព្រោះខ្ញុំបានតែ4ទេហើយគាត់បញ្យល់ខ្ញុំទៀតថាចែ4ហ្នឹងហើយជួបខ្មោចហើយព្រោះបើ5 6រួចអត់មានអារម្មណ៍អីទេតែ4ហ្នឹងជួបហើយចាប់ដើមជួបហើយខ្ញុំថាហ្នឹងហើយបងខ្ញុំពិបាកគេយល់សពហើយវាទាញរូបភាពខ្ញុំហ្នឹងទៅក្នុងទីតាំងមួយដែរសុទ្ធតែជាកន្លែងដែលខ្ញុំធ្លាប់ខ្លាចកន្លែងដែលខ្ញុំធ្លាប់មានបទពិសោធន៍អត់ល្អបាទខ្ញុំថាហ្នឹងហើយ4ហ្នឹងជួបហើយគាត់មើលខ្ញុំទៀតទៅគាត់ថាអូអូនឯងធ្លាប់ជួលរបស់ខ្លាំងបាទនេះជាមូលហេតុដែលគាត់បញ្ជាក់ឲ្យខ្ញុំថាចាណែអត់តន់ទៅណាឆ្ងាយទេណាអាមួយហ្នឹងណាមិនតន់ទៅណាឆ្ងាយទេគឺនៅពេលដែលវាផ្សារភ្ជាប់ជាមួយអូនឯងបានម្ដងធ្វើត្បិតតែឥឡូវចូលតែអូនឯងលេងបានប៉ុន្តែវានឹងព្យាយាមគ្រប់វិធីផ្សារភ្ជាប់ម្ដងយល់ពីព្រោះអូនឯងដួងកែវទៀបខ្លាំងណាស់បានន័យថាបើដើរចេញទៅក្រៅមានរឿងសយធ្លាក់ខ្លួនឯងត្រូវឃើញខ្មោចឃើញអូនឯងខ្មោចត្រូវតោងគេដូចថាជុំគ្នាត្រូវតាមតោងអូនឯងមុនគេនិយាយទៅបើសិនជាគេឲ្យចាប់ស្លឹកឆ្នោតយើងអត់ដែរត្រូវអាចរង្វាន់ធំយើងគឺចង្រៃជាងគេហ្នឹងហើយអូខេហើយគាត់ក៏ថាដោយសារតែពេលដែលវាភ្ជាប់ជាមួយយើងបានម្ដងអញ្ចឹងហើយខ្មោចដតីក៏វាមានអំណាចលើយើងដែរដួងកែវយើងវាទាបពេកអញ្ចឹងគាត់ថាឲ្យខ្ញុំហ្នឹងសូត្រធម៌តាំងចិត្តឲ្យតិចហើយលើករាសីលើកដួងកែវខ្លួនឯងមកវិញអញ្ចឹងអ្នកទាំងអស់នេះច្បាស់ឆ្កល់តែចេះលើកដួងកែវមិនអានេះគឺជាវិធីមួយដែលគាត់បរិហានមកខ្ញុំហើយវាពិតជា work គឺខ្ញុំពិតជាលែងឃើញអីអូចំណេះដឹងថ្មីទៀតហើយតោះបងបាទអញ្ចឹងអានេះបាទខ្ញុំចង់ចែករំលែកខ្លាំងណាស់ខ្ញុំចង់ចែករំលែកខ្លាំងណាស់គឺជាវិធីមួយដែលពិតជា work ហើយអញនិយាយបានថាមនុស្សក៏អត់មានមកភ្ជាប់មួយយើងបានទេការកេងអីក៏ជួយយើងបានច្រើនហើយខ្ញុំចាប់ផ្ដើមលេងអីចាប់តាំងពីខ្ញុំធ្វើប្រតិបត្តិតាមគាត់អញ្ចឹងគាត់ឲ្យយើងព្យាយាមសមាធិនឹងឯសិលកុំគិតច្រើនកុំកើតទុកបើមិនសិនជាកើតទុកបដ ாய் ខ្លួនតែមួយថ្ងៃបានអានេះគាត់ផ្ដាំខ្ញុំហ្មងហើយវាល្អមែនតើខ្ញុំគិតថាខ្ញុំចង់ចែករំលែកទាំងបងដូចគ្នាអញ្ចឹងថាពេលដែលមានទុកកើតឡើងបើមិនសិនជាត្រូវគិតស្មុកបដ ாய் ខ្លួនឯងគិតតែមួយថ្ងៃបានហើយពីព្រោះបើបន្តគិតរហូតដល់មួយអាទិត្យដួងកែវនឹងធ្លាក់ជឹបអញ្ចឹងឧទាហរណ៍ថាបងមាន9នឹងចាប់ដើមពុបបងមានចាំឯសាច់រឿងដែលគេតោងខ្ញុំបានដោយសារខ្ញុំ depression បាទដោយសារតែខ្ញុំកើតទុកមិនសប្បាយចិត្តហើយខ្ញុំចាប់ដើមគិតខ្លីហ្នឹងក៏ជាមូលហេតុមួយដែលធ្វើឲ្យរិស័យខ្ញុំទាបខ្លាំងបាទហ្នឹងហើយមួយទៀតភាពមួម៉ៅក្តៅក្រហាយជេរបចោកំហឹង toxic គឺធ្ងន់បំផុតដែលកាត់ដួងកែវយើងលឿនមែនតើបាទអញ្ចឹងបើសិនជាយើងចង់ឲ្យដួងកែវយើងល្អទី1ឧស្សាហ៍ធ្វើបុណ្យដាក់ទានបលែងសัตว์លើករិស័យយើងដោយយើងរក្សាចិត្តយើងត្រជាក់រក្សាចិត្តយើងឲ្យនឹងកុំកើតទុកពេកកុំមួម៉ៅខឹងក្តៅក្រហាយពេកហើយចំណុចមួយដែលល្អហ្នឹងគឺព្យាយាមដោះខ្លួនឯងពីទុក្ខលំបាកសពគ្រប់បែបយ៉ាងទាំងអស់ហើយអាហ្នឹងគឺជាវិធីមួយដែលខ្ញុំពីមនុស្សដែលធ្លាប់ត្រូវរត់ទៅយកតោងពីមនុស្សដែលជួបវិបត្តិបញ្ហាជំងឺបាក់ទឹកចិត្តរហូតដល់ខ្ញុំស្ដារខ្លួនឯងឡើងមកវិញហ្នឹងដោយសារតែខ្ញុំប្រាប់ខ្លួនឯងតែមួយយ៉ាងនេះថាខ្ញុំមិនអាចកើតទុកយូរទេបាទ
មានរឿងធំប៉ុណ្ណាក៏ដោយខ្ញុំបដ ாய் ឲ្យខ្លួនឯងមានរងទុកហ្នឹងតែមួយពេលមួយថ្ងៃហ្នឹងតែបើដោះអត់ចេញស្អែកឡើងខ្ញុំជប់គិត យូ បាទហើយដួងកែវខ្ញុំចាប់ផ្ដើមឡើងតែបែបពិតជាហៅថាទទួលបានលទ្ធផលលឿនណាខ្ញុំធ្វើបានប្រហែលជាថាមួយអាទិត្យចាប់ផ្ដើមដោះទុកកង្វល់ខ្លួនឯងចោលព្យាយាមសមាធិព្យាយាមរាប់បាតចាប់ផ្ដើមធ្វើបន់ណាចេះធ្វើបន់វិញណាចេះធ្វើបន់ណាទៅវត្តបលែងសัตว์រាប់បាតដាក់ទៀនឧទ្ទិសកុសលផ្សេងៗយើងធ្វើតាមគ្រប់រូបភាពទាំងអស់អំពើបន់របស់យើងណាកេងសួរលេងខ្មោចសកលហើយរហូតមកដល់សប្តាហ៍តាំងពី2017ចូលដើមឆ្នាំ2018នេះដល់សប្តាហ៍ខ្ញុំមិនដែរខ្មោចសកលស្មីតែម្ដងហើយចំណុចមួយដែលខ្ញុំសម្គាល់ឃើញថាពិសេសមែនតើណាព្រោះខ្ញុំធ្លាប់យកសពមួយដែលខ្ញុំចាំយកសពហ្នឹងគឺខ្ញុំអង្គុយលេងមួយម៉ាក់ខ្ញុំអញ្ចឹងម៉ាក់ខ្ញុំគាត់ភ្ញាក់គាត់អង្គុយមួយខ្ញុំគាត់ភ្ញាក់ច្អល់ទៅក្រោយខ្នងខ្ញុំទៅលើពីដានអញ្ចឹងគាត់ថាអូស្អីនោះខ្វះខ្លាំងណាស់ស្អីគេហ្នឹងខ្ញុំពេលហ្នឹងខ្ញុំភ័យទៀតហើយណាអូអាហ្នឹងទៀតហើយយើងដូចវាដិតដាមណាខ្ញុំក៏បែរទៅមានពលឺភ្លើងមួយដូចហ្វាឡានហ្នឹងចាំភ្នែកហ្នឹងយូ អញ្ចឹងទៅយើងភ្ញាក់បដ ாய் ហើយយើងភ្ញាក់អត់ស្លន់នេះភ្ញាក់ដូចរបៀបថាអូដូចមានពលឺអីមួយមកប្រាប់ថាមិនបាច់មើលរបស់អត់ល្អហ្នឹងហើយជាចំណុចមួយដែលខ្ញុំចង់លើករឿងដួងកែវហ្នឹងហើយខ្ញុំចង់ឲ្យយល់ថាមនុស្សប្រុសមនុស្សស្រីសម្រាប់ជីវិតរបស់យើងគឺសំខាន់ទៅលើដួងកែវគឺដូចដួងវិញ្ញាណរបស់យើងអញ្ចឹងណាអញ្ចឹងបើដូចខ្ញុំអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចាប់ផ្ដើមមានអារម្មណ៍ថាកើតជំងឺបាក់ទឹកចិត្តចាប់ផ្ដើមមួម៉ៅច្រើនហើយចាប់ផ្ដើមយល់សពមិនល្អចាប់ផ្ដើមមានអារម្មណ៍មិនល្អឬក៏ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសម្គាល់មួយទៀតថានៅពេលដែលគេងភ្ញាក់ឡើងមកម៉ោង2ម៉ោង3ភ្លឺអញ្ចឹងណាចាប់ផ្ដើមសម្គាល់ថាបើ2ថ្ងៃ3ថ្ងៃជាប់គ្នាហើយបានន័យថាដួងកែវអ្នកទាំងអស់គ្នាគឺទាបហើយអញ្ចឹងព្យាយាមធ្វើអ្វីដែលលើករាសីខ្លួនយើងឡើងមកវិញព្រោះកុំឲ្យទទួលបាត់ពិសោធន៍ដូចខ្ញុំបាទអញ្ចឹងឥឡូវយើងបកទៅរឿងមរិតយាវិញតែបងដោះស្រាយប៉ុណ្ណាគ្រាន់តែការបង្កើនដួងកែវទាំងអស់ហ្នឹងហើយអ្វីបានដោះស្រាយហើយឬក៏មានពិធីឬក៏មានកិច្ចអីផ្សេងទៀតអត់មានកិច្ចអីផ្សេងទេនៅពេលដែលដួងកែវយើងឡើងផុតគឺលែងមានអីមកញ៉ៃញ៉ៃយើងអូបាទអូខេអញ្ចឹងនេះជាខ្សែរឿងទី2បាទខ្លីមែនទេបាទខ្លីទេខ្សែរឿងទី2នេះខ្ញុំសុំបើកមួយចប់មួយបន្ទាប់ពីមានរឿងរត់ទៅយៅហ្នឹងគឺខ្ញុំមានទម្លាប់មួយទៀតដាក់ម្ហូបឲ្យគេពេលទៅថ្ងៃទៅគ្រប់ពេលគឺមានទម្លាប់ហ្នឹងហើយនេះខ្ញុំចង់ចែកម្លែកថាចេះយើងធ្វើទៀនជាមួយមនុស្សដឹងបាទយើងធ្វើទៀនមនុស្សខ្មោចមួយខ្មោចដឹងតែខ្មោចដឹងមិនមែនខ្មោចតោងយើងណាខ្មោចគេបានទទួលនៅទៀនរបស់យើងណាគឺដូចយើងដាក់ទៀនមួយគេអញ្ចឹងពេលទៅណាគឺសុកបាទសុកហើយបើកន្លែងហ្នឹងអត់ល្អគេឲ្យយើងដឹងបាទអូមានចំណុចច្រើនណាស់ក្នុងការវែកញែកក្នុងខ្សែរឿងមួយហ្នឹងវគ្គមុនខ្ញុំប្រហែលជាខ្ញុំអត់បានលើកនៅចំណុចមួយដែលលោកគ្រូគាត់បានស្ដីឲ្យទៅម្ដាយបងដោយចំថាម្ដាយនិងឪពុកមានសិទ្ធិដឹងមុនគេបាទត្រង់ចំណុចនេះខ្ញុំពិតជាទទួលស្គាល់មែនព្រោះបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ណាប្រហែលជាឪពុកមិនសូវដឹងពីកូនទេប៉ុន្តែម្ដាយត្រូវតែដឹងចង់ឬមិនចង់ត្រូវតែដឹងដោយប្រការណាឬមិនប្រការណាអត់ដឹងជាអារម្មណ៍ជាការយល់សប្តិជាការឃើញស្ដែងត្រូវតែដឹងបាទព្រោះដោយសារតែពេលហ្នឹងម៉ាក់ខ្ញុំក៏គាត់ទទួលស្គាល់ដែរថាគាត់មានអារម្មណ៍អត់ល្អប្រហែលអាទិត្យហើយប៉ុន្តែគាត់ដូចខ្ញុំអញ្ចឹងគាត់គិតថាគាត់រវើរវាងបាទដល់ពេលអញ្ចឹងទៅបានវាធ្វើឲ្យនៅពេលដែលគ្រូស្ដីឲ្យគាត់រន្ធត់រហូតដល់យំហ្នឹងគាត់ភ្ញាក់ដឹងបានគាត់មានអារម្មណ៍ថាការធ្វើប្រហែលរបស់គាត់ណាវិសតែនឹងបាត់បង់បាទអញ្ចឹងគាត់ក៏រៀងរន្ធត់ថងចំណុចហ្នឹងដែរត្រង់ចំណុចនេះហើយដែលខ្ញុំចង់ជំរាបទៅបងប្អូនទាំងអស់គ្នាដែរជាបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំតែម្ដងខ្ញុំជាមួយម្ដាយខ្ញុំនៅសហរដ្ឋខ្ញុំនៅនេះទេអញ្ចឹងណាប៉ុន្តែគ្រប់ពេលដែលខ្ញុំជួបរឿងធំឬខ្ញុំអត់សប្បាយចិត្តណាម៉ាក់ខ្ញុំអត់សប្បាយចិត្តដែរបាទម៉ាក់ខ្ញុំអត់សប្បាយចិត្តហ្មងហើយគាត់ទេមកថាកូនឯងមានរឿងអីមែនទាំងខ្ញុំរាល់ដងខ្ញុំនិយាយមួយគាត់អូយម៉ាក់សុខសប្បាយអត់អូយខ្ញុំរវល់ខ្ញុំមានអីណាម៉ាក់តែគាត់នៅតែលើកទូរស័ព្ទភ្លាមគាត់និយាយហ្មងថាកូនឯងមានរឿងអីមែនប្រាប់ម៉ាក់ត្រង់មើលទាំងខ្ញុំអត់បានដែរសំបីតែ post Facebook ឲ្យគាត់និយាយទៅអត់ដឹងគាត់មិនដឹងព័ត៌មានអ្វីទាំងអស់ហេតុអ្វីមិនគាត់ទទួលអារម្មណ៍ដឹងអញ្ចឹងតែខ្ញុំដាក់បន្ទុកធំមែនតើថាម្ដាយកុំកូនកុំព្យាយាមកុហកអាចប្រហែលជាកុហកឪពុកបានតែកុហកម្ដាយអត់បានទេព្រោះយើងតពីដង្ហើមរបស់គាត់ចេញពីគាត់វាមានចំណងភ្ជាប់សារភ្ជាប់គ្នាបាទត្រង់ចំណុចហ្នឹងឯង
ហើយតាក់ទងមួយដួងកែវដែរក៏វាជាក់ស្ដែងមែនតើតាក់ទងជាមួយនឹងអានេះជាក្បួនចិនខ្សែដែលខ្ញុំបានស្ដាប់ហើយនឹងយល់ដឹងពីបងម៉ុងដៃគូរបស់ខ្ញុំក៏បាននិយាយដែរថានៅពេលដែលយើងគិតអវិជ្ជមានអាហ្នឹងដូចជាច្បាប់ស្រូបទាញអញ្ចឹងវាទាញតែរឿងអវិជ្ជមានចូលដែលធ្វើឲ្យរិស័យរបស់យើងកាន់តែធ្លាក់រហូតដល់មើលឃើញខ្មោចធ្លាក់ដល់រឿងប៉ះជាមួយនឹងអមនុស្សនឹងដើមឡាតែដល់ពេលយើងគិតរឿងល្អៗវិញទៅវានឹងធ្វើឲ្យរិស័យរបស់យើងឡើងដូចគ្នាខ្ញុំសុំកាត់បងមួយត្រង់ថាចេះដោយសារតែដំបូងឡើយខ្ញុំគិតថា experience ខ្ញុំដែលកើតជំងឺបាក់ទឹកចិត្តរហូតដល់មានអមនុស្សរត់ទៅយើងមកតោងខ្ញុំនេះខ្ញុំគិតថាប្រហែលជាវាជា experience ដែលខ្ញុំតែម្នាក់ឯងដែលឃើញអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលពេលវេលាកន្លងផុតទៅពីមួយឆ្នាំទៅមួយឆ្នាំក៏ស្គាល់មនុស្សច្រើនអញ្ចឹងណានៅពេលដែលខ្ញុំចាប់ផ្ដើមសាកសួរអ្នកដែលស្គាល់គ្នាដែលគាត់មានបញ្ហាបាត់ផ្លូវចិត្តដែរគាត់ថាគាត់ឃើញដែរតែគ្រាន់តែមិនសាហាវដល់ខ្ញុំបាទចាប់ផ្ដើមឃើញនេះឃើញនោះដូចតែគ្នាវាអាចបងវាអាចជាកត្តាដែលអានេះវាជាការសន្និដ្ឋានរបស់ខ្ញុំតែប៉ុណ្ណោះសូមបងប្អូនទាំងអស់គ្នាកុំយកការសន្និដ្ឋានរបស់ខ្ញុំយកទៅធ្វើឲ្យជាសាច់ការពេកណាតែខ្ញុំគិតថាចេះអ្នកដែលមានវិបត្តិផ្លូវចិត្តហេតុអ្វីបានចូលចិត្តទៅសម្លាប់ខ្លួនប្រហែលជាមានការតងប្រហែលជាមានការខ្សឹបដាក់ទៅជាអាហ្នឹងចំណុចមួយដែលខ្ញុំទទួលបានចំណេះដឹងពីនឹងដែរដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងថានៅពេលដែលដួងកៅសល់តែ9យើងឃើញហើយ5 4ហ្នឹងសម្រាប់មនុស្សប្រុសណាមនុស្សស្រី4 3ហ្នឹងដូចគ្នាគឺឃើញហើយនៅពេលដែលចោះអស់ដូចខ្ញុំចេះចោះអស់ពីខ្លួនណាដល់ត្រឹម0នេះបើអ្នកទាំងអស់គ្នាបើសិនជាខ្ញុំអត់ជួបគ្រោះទេបានហើយដូចបងនិយាយអញ្ចឹងថាគ្រាន់តែយល់សពប្រកាំងនឹងដូចជាការអន្តងអញ្ចឹងឧទាហរណ៍ថាអ្នកខ្លះក៏អន្តងតែឲ្យកាត់ខ្លីបាត់ហុញបដាទៅឲ្យធ្វើនេះធ្វើនោះដែលមិនល្អហ្នឹងឯងគឺដូចគ្នាតើយើងកុំឲ្យខាត់ពេកយើងចូលដល់សាច់រឿងទី3ទៅម្ដងអូខេដល់សាច់រឿងទី3ហ្នឹងខ្ញុំមិននិយាយតាក់ទងពីរឿងដួងកែវខ្ញុំដដែលហ្នឹងណាអត់ទេមិនមែនរឿងដួងកែវថាវារៀងមានចំណងតាក់ទងដួងកែវនឹងតិចទេបាទប្រហែលជាកូវីដហើយនេះខ្ញុំមានបញ្ហារឿង business ការងាររបស់ខ្ញុំបាទខ្ញុំសម្គាល់ឃើញថាចេះមនុស្សយើងមានជំនាញយើងមានជំនាញការងារមហាជនទទួលស្គាល់ប៉ុន្តែដូចថាឲ្យតែពេលយើងត្រូវទទួលបានឱកាសអីមួយមានអីមកកតុបបានន័យថាដូចរបៀបគេហៅថាប៉ុនអត់តន់ហុចដល់អីចឹងណាហ្នឹងហើយមានអីមកកាត់រហូតបាទដល់ទៅពេលចឹងទៅខ្ញុំនេះក៏មនុស្សដែលអត់ដែរដូចបច្ចាក់ដែរចឹងអត់ដែរជឿអីណាឮគេថាគ្រូនេះគ្រូនោះណាយើងក៏ទៅមើលគ្រូមួយទៀតចឹងចូលដល់គ្រូទី3យើងក៏ច្រើនដែរបាទតែជំនាញខុសៗគ្នាចូលដល់គ្រូទី3ហ្នឹងគាត់ក៏មើលខ្ញុំចឹងទៅគាត់ថាអូមិនអីទេរាសីអូនឯងហ្នឹងឆ្នាំក្រោយនឹងឡើងចេះណាគាត់ទារៀងត្រូវដែរនឹងជួបអ្នកនេះចឹងណាតែចំណុចដល់ពេលគាត់មើលខ្ញុំសុកគាត់ថាតែអូនឯងមានមនុស្សតាមមានអ្នកតាមខ្ញុំដំបូងខ្ញុំអត់ដែរគាត់ថាលើកមុនដូចរៀងសៅស្រួលណាឥឡូវគាត់ថាហេងប្រហែលជាទេវតាអញ្ចឹងបាទថាហ្នឹងហើយនៅអង្គុយនឹងដែរតាខ្ទេចខ្លួនគាត់ខ្ទេចមកចំហៀងហើយហោសមុខចិនតែមិនឯងចិត្ត10ឆ្នាំស្ទើរតែពេលហើយខ្ញុំគិតថាតាមខ្ញុំចិត្ត10ឆ្នាំណាគេបងណាគេតាមខ្ញុំទៀតហើយខ្ញុំភ័យទៀតណាហើយដំបូងខ្ញុំអត់ជឿទេព្រោះខ្ញុំគិតថាតាមស្អីទៀតហើយទីកុំឆ្វាក់ហ្មងវាអញ្ចឹងតាមឯងចិត្ត10ឆ្នាំពួកម៉ាក់រូបភាពរបស់គាត់ដូចជាមនុស្សដែលគ្រោះថ្នាក់ចរាចរណ៍តែគេតាមនេះមិនមែនតាមធ្វើអីអនឯងទេគេស្រឡាញ់ទេគេចង់នៅជាមួយទេគ្រាន់តែគេជាគេហៅថាខ្មោចអនាថាអញ្ចឹងនៅពេលដែលគេនៅជាមួយយើងរិស័យយើងវារៀងទៀបហើយខ្ញុំថាបងអើយខ្ញុំដូចជួបចឹងរហូតហ្មងហើយឥឡូវធ្វើមិនទៅគាត់ថាបាទតើអនឯងហ្នឹងរកឈ្មោះគាត់ឲ្យឃើញធ្វើប៉ុនវេឧទ្ទិសឲ្យគាត់ចាញ់តែបើរកឈ្មោះគាត់ឃើញទេគាត់ដឹងធ្វើមិនព្រោះបងស្គាល់ឈ្មោះគាត់បងគ្រាន់តែចង់បញ្ជាក់ថារូបភាពគាត់បែបហ្នឹងហើយខ្ញុំទៅជួបគាត់2ដងលើកទី1ចឹងហើយខ្ញុំអត់អស់ចិត្តទេខ្ញុំនៅតែរកម្នាក់នៅអត់ឃើញថាណាគេខ្ញុំក៏ទៅជួបគាត់លើកទី2គាត់ក៏ព្យាយាមមើលទេគាត់ថាគាត់គ្រោះថ្នាក់ធ្ងន់ដែរអូនមុខគាត់ខូចមកចំហៀងបើតាមមើលយល់ទៅដូចបណ្ឌិតគាត់ពងបណ្ឌិតម្នាក់ហ្នឹងដូចពងអង្គុយមើលខ្ញុំមួយហ្នឹងហើយគឺកំពុងតែវិភាគចែគាត់ខូចមកចំហៀងហើយរៀងមៀតក្អាញខ្ពស់សចិនអូនឯងរនឹកតិចទៅ
nhưng mà đó theo với nhau cứ nhung sầm máy ọt chân nhé là cái chụp cút lại trả cho bộ mạng nhung tiệt là hốt đó nhung tới bon bộ mạng có chụp cút lại trả cho đó tập p chân tới mình nữ giới nhưng chưa chạy tham miên nè để đôi nhung chẳng hiện tuần sau với hưởng tập bon sau bà của nhung khủ na có ham nhung đây bờ a chi hơn bà ta đọcไปxa nó mình đừng theo vìបណ្ដាចិត្ត បណ្ បែប ដា ណា ចិត្តអីណាប៉ុន្តែខ្ញុំចាំបានថាពេលដែលខ្ញុំទៅបនគាត់ហ្នឹងគឺជាពេលរឿងកើតហេតុដែលបន្ទាប់ពីខ្ញុំជុំរត់ទៅយើងហ្នឹងបានមករយៈទេអញ្ចឹងបានថាកំឡុងពេលហ្នឹងដួងកែវខ្ញុំនៅទៀតទេ បាទ បានខ្ញុំទៅបនសោះគាត់ហ្នឹងគាត់ក៏តាមខ្ញុំតាំងពីពេលហ្នឹងមកហ្នឹងហើយខ្ញុំតម្រាំត្រង់នឹកឈ្មោះគាត់ហ្នឹងទៅធៀបប៉ាត់ក៏ដឹងមូលហេតុថាមិនបានគាត់តាមខ្ញុំពេលដែលខ្ញុំទៅបនគាត់ហ្នឹងធៀបប៉ាត់ញ៉ាំដែរញ៉ាំទៅកំហុសតែមិនដឹងថាសារហ្នឹងវាបណ្ដាលចិត្តខ្ញុំអីទៅណាថាមិនអត់គ្នាទៅក៏ទៅហើយម្នាក់ហ្នឹងធៀបប៉ាត់ខ្ញុំរៀនជាមួយគាត់បានតែ1ឆ្នាំទេតាំងពីថ្នាក់ទី3រហូតដល់ចូលសកលនេះទេបានគាត់ខូចណាគាត់ស្លាប់ចឹងទៅយើងទៅបនគាត់ទៅដល់ពេលចឹងទៅបានខ្ញុំនឹកថាចេះគ្រូទាយហ្នឹងគាត់ក៏ថាគាត់ឆ្លាញ់ខ្លួនឯងណានឹកខ្លួនឯងណាឃើញខ្លួនឯងហ្នឹងតាមមកដល់ពេលចឹងទៅបានខ្ញុំនឹកថាអូមានម្ដងដែលគេប៊ូលីគាត់ហើយខ្ញុំចេញទៅកាខ្ញុំចេញទៅជួយវាថាហែងចេះធ្វើបាបវាចឹងចេញវាចឹងយើងចេញទៅកាងឲ្យចឹងហើយដូចថាមានអីញ៉ាំឃើញគាត់ដើរកាត់ទៅយើងឲ្យចឹងចឹងហើយជាមូលហេតុមួយដែលខ្ញុំអានេះខ្ញុំលើកខនិតជាមួយនឹងដួងកែវហ្នឹងចង់ឲ្យយល់ចឹងឯងឃើញទេនៅពេលដែលដួងកែវយើងទៀបទោះបីជាមិនមករតយើងហ្នឹងក៏ដោយនៅតែមានវិញ្ញាណអីផ្សេងៗដែលអាចមកតាមយើងបានដូចគ្នាហ្នឹងហើយនៅមួយខ្ញុំឡើងចិត្ត10ឆ្នាំអញ្ចឹងបានជាខ្ញុំអាចនិយាយបានថារឿងហេតុដែលខ្ញុំយល់សពមិនល្អគេងអត់ស្រួលខ្មោចសកត់មានអារម្មណ៍ដែលតកតនឹងវិញ្ញាណអីសពក៏បែបយ៉ាងគាត់ក៏ជាមួយផ្នែកព្រោះបានន័យថាគ្រប់ពេលគាត់នៅយល់បាទអញ្ចឹងសាច់រឿងហ្នឹងគឺតែប៉ុណ្្នឹងខ្លីណាបាទអត់មានយោបល់អីទេដើម្បីកុំឲ្យខាត់ពេកយើងចូលដល់សាច់រឿងទី4តែម្ដងសាច់រឿងទី4ហ្នឹងគឺបើនិយាយទៅគឺលើកពីម្រិតយើងនឹងដូចគ្នាបាទជាជនរងគ្រោះម្រិតយើងដូចគ្នាតែបាត់បង់ជីវិតបាទគឺពួកម៉ាក់ខ្ញុំទៅតាមខ្ញុំមិញហ្នឹងតែដែលតាម10ឆ្នាំហ្នឹងបាទអញ្ចឹងខ្ញុំមិនដឹងថានេះដោយសារតែវា link គ្នាមិនហ្នឹងវាភ្ជាប់គ្នាមិនហ្នឹងខ្ញុំក៏ជាអ្នកបត់ពិសោធន៍ជួបម្រិតយើងហ្នឹងគាត់ក៏ជាអ្នកជួបបត់ពិសោធន៍ម្រិតយើងហ្នឹងដែរអញ្ចឹងនៅធៀបប៉ាត់ខ្ញុំអត់បានដឹងទេខ្ញុំគ្រាន់តែដឹងថាគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែខ្ញុំអត់ដឹងថាតើវាធ្ងន់ធ្ងរដល់កម្រិតណាទេហើយរឿងនេះគឺជារឿងពិតព្រោះមានចុះកាសែតមាននៅក្នុងកាសែតតែគ្រាន់ខ្ញុំសូមអត់បង្ហាញឈ្មោះជនរងគ្រោះទេដើម្បីគ្រប់សិទ្ធិគាត់អញ្ចឹងនៅពេលដែលខ្ញុំទៅបនគាត់ហ្នឹងគឺធម្មតាទេខ្ញុំទៅបនធម្មតាក៏ម៉ាក់គាត់មកនិយាយសួរនាំអញ្ចឹងណាព្រោះក៏និយាយអញ្ចឹងទៅគាត់ថាគាត់ស្ដាយកូនគាត់ណាគាត់ស្ដាយខ្លាំងដោយសារតែមុនពេលដែលកើតហេតុប្រហែលជាមួយអាទិត្យពីរអាទិត្យហ្នឹងកូនគាត់តែងតែមកប្រាប់គាត់ថាគាត់យល់សប្តិអត់ល្អទេបាទគឺគាត់យល់សប្តិឃើញមនុស្សអត់ខ្លួនមានតែក្បាលហ្នឹងឯងចឹងហើយគាត់រៀងខ្សែចិនណាគាត់សូវជឿទេគាត់ក៏ថាអង្គចាំនេះចាំនោះពីមួយថ្ងៃទៅមួយថ្ងៃណាថាចែកដនអីគាត់ក៏ត្រូវទៅតដឹងកូនគេនៅខេត្តហ្នឹងហើយដល់ទៅពេលហើយដូចថាស្អែកទៅអញ្ចឹងណាយប់ហ្នឹងអ៊ំស្រីហ្នឹងក៏គាត់យល់សប្តិថាប្តីគាត់នេះយំអោបមឈូសហ្នឹងហើយយំអោបមឈូសបាទដល់ទៅពេលគាត់ដើរទៅអើតមើលមឈូសហ្នឹងកូនគាត់តែគាត់ដូចថាប្រហែលអញ្ចឹងណាវាដូចតម៉ាក់ខ្ញុំអញ្ចឹងណាគាត់ថារវាយទេអញ្ចឹងគាត់ក៏ប្រាប់កូនគាត់ថាមិនអីទេពេលដែលគាត់ភ្ញាក់វិញហ្នឹងណាគាត់ថាមិនអីទេយ៉ាងយល់សប្តិគាត់អញ្ចឹងចាំពេលទៅតដឹងកូនគេមកវិញហ្នឹងចាំជូនទៅកាត់ឆុងនៅវត្តភ្នំនេះអញ្ចឹងណាតែធៀបប៉ាត់អីពេលដែលគាត់ជិះទៅខេត្តហ្នឹងមកវិញគឺគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ពាក់កណ្ដាលផ្លូវហ្នឹងដោយឡានហ្នឹងជិះទៅបុកឡានដៃថែបដែលគេចតចោលគេខូចបាទបុកមកទំហឹងទៅអាដៃថែបហ្នឹងធ្លាយមកមកខាងគាត់ដែលអង្គុយខាងស្ដាំដៃនេះហើយត្រូវតែគាត់ពូគាត់អ្នកបើកម៉ាក់គាត់អង្គុយក្រោយអត់អីហើយម៉ាក់គាត់គ្រាន់តែវាទៅដូចខិចកបាទដល់ពេលគាត់វិញបុកអាដៃថែបហ្នឹងហាំងពីមុខហ្នឹងធ្លាយមកដល់កៅអីខាងក្រោយហើយព
ពាក្យសម្ដី3ម៉ាត់ចុងក្រោយដែលម៉ាក់គាត់ឮពីគាត់ហ្នឹងគឺមានតែម្យ៉ាងថាម៉ាក់ឈឺអញ្ចឹងក៏គាត់ដាច់ខ្យល់អញ្ចឹងណាហើយនឹងអីជាមូលហេតុដែលខ្ញុំចង់បញ្ជាក់ថាពេលខ្លះយើងមិនមែនអបិយជំនឿពេកទេប៉ុន្តែបើសិនជាឲ្យយើងឃើញនឹងក៏មានអារម្មណ៍ថាវាស្ដែងយើងគួរតែជឿដែរអញ្ចឹងណាពីព្រោះអីអានេះដោយសារតែបទពិសោធន៍ខ្ញុំផ្ទាល់គឺខ្ញុំសល់តែ2ថ្ងៃទៀតទេ ប៉ុន្តែហេតុខ្ញុំសុំកាត់កន្លែងនឹងតិចបងហេតុអ្វីបានដឹងថាជាមរិតយាយ ដោយសារតែវិភាគទៅតាមអ្វីដែលកូនពួកម៉ាក់ប្រុសខ្ញុំហ្នឹងគាត់យល់សពហើយគាត់ប្រាប់ម៉ាក់គាត់ អូ ហើយគាត់ឃើញមនុស្សដែលអត់មានខ្លួនទេ អូជាបទពិសោធន៍ប្រស៊ីគ្នាជាមួយនឹងបទពិសោធន៍បង ហ្នឹងហើយអញ្ចឹងបានដល់ពេលដែលខ្ញុំទៅនេះខ្ញុំក៏ចាប់ដើមមានអារម្មណ៍ថាអាណិតគាត់ប្លែកដូចថាយើងរៀងមាននិស័យមួយគ្នាណាខ្ញុំក៏មានអារម្មណ៍ថាចាអូយអញទៅរួចខ្លួនណាហេតុអីបានគាត់អកុសលដែលថាអត់រួចអញ្ចឹងណា បាទ ហើយក៏មានអារម្មណ៍ថាអកុសលមែនតើហើយមនុស្សគាត់ slow មែនតើបានអីបើនិយាយស្រួលស្ដាប់ទៅគាត់មិនទាំងចេះខឹងផងមិនដែលឃើញគាត់ខឹងផង បាទ តែគាត់ត្រូវមកជួបរឿងអញ្ចឹងបានសាច់រឿងហ្នឹងខ្ញុំចង់ចែកម្លែងអញ្ចឹងថាចំពោះពួកម៉ាក់ខ្ញុំម្នាក់ដែលគាត់ស្លាប់ទៅដោយសារតែជួបបញ្ហាអញ្ចឹងរហូតមកដល់ខ្ញុំនេះក៏ដូចគ្នាអញ្ចឹងអារឿងហ្នឹងគឺវារៀងកណិតគ្នាដែរ អូខេអញ្ចឹងអ្វីដែលបងបានចែករំលែក4សាច់រឿងគឺជាសាច់រឿងដែលបតៈកលាគ្នារហូត បាទ បាទអញ្ចឹងសាច់រឿងដែលគួរឲ្យខ្លាចគឺជាសាច់រឿងទី1ដែលបងជួបបទពិសោធន៍ធំជាងគេដែលទាញឲ្យទៅមានរឿងតាក់ទងជាមួយនឹងដួងកែវតាក់ទងជាមួយនឹងមិត្តភ័ក្តិ ហ្នឹងហើយ តគ្នាទៅ ពីព្រោះបានន័យថាបើសិនជាដួងកែវខ្ញុំមិនខ្ពស់ទេមិនគ្រប់9ហ្នឹងទេវាធ្វើឲ្យខ្ញុំហ្នឹងបតៈបទាញជាមួយនឹងវិញ្ញាណផ្សេងមកជាប់ខ្ញុំទោះបីជាវិញ្ញាណហ្នឹងល្អឬមិនល្អក៏ដោយប៉ុន្តែវាអត់ល្អសម្រាប់រិស័យយើងអញ្ចឹងបាទនេះខ្ញុំនិយាយក្រៅសាច់រឿងតិចណាបង បាទ មានបទពិសោធន៍ណាដែលបងឯងគួរឲ្យខ្លាចជាងនឹងទៀតហ៎ដែលដិតចូលអារម្មណ៍ហ៎ វាអត់ទេបើអាចនិយាយបាទបើនិយាយទៅដូចខ្ញុំបញ្ជាក់អញ្ចឹងថាខ្ញុំអត់ដែរឃើញសភាវៈអីដែលអាក្រក់ដល់ទៅយើង អត់ហើយណោះ អត់ទេ អូខេលែងមានខ្មោចលងដូចគ្នា មានជួបជំនាញផ្ទះហើយនឹងតលេងកពតហ្នឹងខ្ញុំគិតថាជាគ្រឿងខុសមាត់ខុសកប៉ុន្តែវាស្រាក់ អូខេបាទអូខេអរគុណបងប្អូនទាំងអស់គ្នាយ៉ាងម៉េចទៅហើយសាច់រឿង Snow ធំគាត់បានដាក់ទី1ព្រោះមុននឹងចែកម្លែកខ្ញុំក៏សួរគាត់ដែរថាយើងរៀបពីតិចទៅឆ្ងាញ់ខ្លាំងឬក៏មិនប៉ុន្តែខ្ញុំក៏អត់ដឹងសាច់រឿងនៅពេលដែលបងវិនគាត់បានបកស្រាយសាច់រឿងហ្នឹងទើបខ្ញុំចាប់ដើមយល់ថាអូ Snow នៃសាច់រឿងទាំង lain ដែលគាត់បានចែករំលែករយៈពេល1ម៉ោង30នាទីនេះដើមហេតុគឺចេញពីការខូចចិត្ត depression បាទ ហើយបានឈានទៅដល់ការប្រមាថម្លងទីកន្លែងសក្ការៈមួយដែលមិនគួររំលងហើយចាប់បានឆ្នោតធំនោះគឺមរតយៅប៉ុន្តែនៅក្នុងសាច់រឿងមួយហ្នឹងក៏មានសាច់រឿងជាច្រើនដែរដែលបងប្អូនអាចពិចារណាបានថាហេតុអ្វីបានគាត់យកសពតខ្ញុំធ្លាប់យកសពប៉ុន្តែការយកសពរបស់បងធ្វើឲ្យបងចាំលំអិតកម្រមានអ្នកយកសពចាំលំអិតកម្រណាស់ ខ្ញុំសុំកាត់ឡើងនឹងមួយអញ្ចឹងខ្ញុំចង់ផ្ដាំអ្នកទាំងអស់គ្នាដូចជាបងដូចគ្នានេះវាជាបទពិសោធន៍ខ្ញុំផ្ទាល់ហ្មងណាចំពោះយល់សពដែលយើងអត់ចាំគឺជាយល់សពដែលរវើរវាយ បាទ អញ្ចឹងយើងទោះបីជាយើងយល់សពអាក្រក់ក៏ដោយយើងអត់ចាំបានន័យថាវាជាកំណត់រវើរវាយរបស់យើងនេះប៉ុន្តែបើទម្លាប់របស់ខ្ញុំហ្មងបើសិនជាយល់សពណាមួយដែលខ្ញុំចាំហើយចាំច្បាស់បែបហ្នឹង បាទ មិនមែនជាកំណត់រវើរវាយ បាទ គឺអ្នកដែលថែរក្សាគ្រូបាត់ជាយរបស់យើងគេប្រាប់យើង បាទកន្លែងនេះខ្ញុំអាចគិតភាពបានអញ្ចឹងតែខ្ញុំចង់សង្កត់ធ្ងន់កន្លែងហ្នឹងថាបងវិនគាត់វាកម្រមាននឹងការយកសពមួយដែលអាចចាំលំអិត2017 2025មិនតែឆ្នាំអាចចាំលំអិតរហូតដល់ថ្នាក់នឹងមានប្រមាណភាគប្រមាណឃ្លាឃើញអ្វីខ្លះនៅតែដកជាប់អារម្មណ៍តើការយកសពនេះជាការយកសពបែបណាដែលជូនទៅបងប្អូនសម្រាប់ខ្ញុំឯកភាពសម្រាប់បងចំពោះបងថងថាសុបិនដែលមិនមែនជាសុបិននិមិត្តខ្ញុំអត់ដែរចាំទេតែសុបិនដែលជាសុបិននិមិត្តខ្ញុំតែងតែសម្រាប់ខ្ញុំតែងតែដឹងចម្លើយខ្លួនឯងនៅក្នុងយកសពហ្នឹងឧទាហរណ៍គេថាអូឃើញកពើអាហ្នឹងអត់ល្អទេប៉ុន្តែខ្ញុំយកសពឃើញកពើខ្ញុំមានអារម្មណ៍នៅក្នុងសុបិនមួយហ្នឹងគឺខ្ញុំសប្បាយចិត្តខ្ញុំដឹងថាខ្ញុំនឹងឈ្នះរឿងអ្វីមួយដែលសំខាន់ហើយហេតុការណ៍មកគឺវាពិតជាអញ្ចឹងមែនអញ្ចឹងហើយក្នុងករណីហ្នឹងក៏វាអាចកើតឡើងដែរតាក់ទងជាមួយនឹងខ្មោចសកត់ដោយបងគាត់មានប្រសាសន៍អញ្ចឹងថាមានណាគេដែលទេសកត់រងថ្ងៃវាកម្រណាស់ ខ្ញុំគិតថាកម្រ បាទវាកម្រណាស់តាក់ទងជាមួយនឹងដួងកែវជាចំណេះដឹងថ្មី
ហើយខ្ញុំស្មានតែមានធរកថាណាត្រូវសូត្រតែប៉ុន្តែវាជាទង្វើផ្លូវចិត្តមួយដែលលើកកម្ពស់ស្មារតីវិជ្ជមានសម្រាប់ខ្លួនឯងហើយនេះគឺជារឿងល្អដូចគ្នាបន្ថែមពីលើនឹងទៀតជូនចំពោះអ្នកម្ដាយគ្រប់រូបសូមអ្នកម្ដាយគ្រប់រូបមេត្តាជឿទៅលើអារម្មណ៍របស់ខ្លួនឯងហើយមេត្តាជឿទៅលើញាណរបស់ខ្លួនឯងព្រោះកុំភ្លេចថារឿងរ៉ាវសម្រាប់កូនកុំគិតថាអូវាមិនអីទេវាជារឿងធម្មតាកុំធ្វើប្រហែសបាទកុំធ្វើប្រហែសសោះកុំភ្លេចថាកូនម្នាក់ណានៅលើពិភពលោកមិនដែលកើតចេញពីឪពុកទេគឺកើតចេញពីផ្ទៃរបស់ម្ដាយអញ្ចឹងមានតែម្ដាយដែលបើនិយាយថាកូនធំឡើងស្រឡាញ់ប៉ាស្រឡាញ់ពេលគាត់ដឹងក្តីប៉ុន្តែអា9ខែនេះនៅក្នុងពោះម្ដាយនេះមានការសាបជាប់គ្នាខ្លះបាទយល់សោបឃើញអីឃ្លានរបៀបមិនដឹងថាគឺពឹងពាក់ទៅលើម្ដាយទាំងស្រុងអញ្ចឹងហើយខ្ញុំលើកកម្ពស់ស្មារតីជូនទៅអ្នកម្ដាយអ្នកជឿឬអ្នកមិនជឿអ្នកវិទ្យាសាស្ត្រឬអ្នកអបិយជំនឿខ្ញុំមិនដឹងតែអ្វីដែលសំខាន់ជូនទៅអ្នកទាំងអស់គ្នាគឺសូមផ្ដោតអារម្មណ៍ថាតើទទួលអារម្មណ៍ចម្លែកបែបណាទទួលអារម្មណ៍ល្អឬមិនល្អបែបណាចំពោះកូនរបស់ខ្លួនឯងអញ្ចឹងហើយអ្នកទាំងអស់គ្នានឹងស្វែងរកចម្លើយអាចជួយជាអកុសលដែលមិត្តភ័ក្តិរបស់បងបានរងគ្រោះដោយសារតែម្ដាយរបស់គាត់មិនជឿទៅលើអារម្មណ៍របស់ខ្លួនបានន័យថាគាត់មិនជឿទេគាត់ចាំបាទគាត់មានអារម្មណ៍ថាមិនចាំបាច់បាទហើយបានន័យថាចាំសិនចាំស្អែកចាំរលាចាំអីចឹងបាទអញ្ចឹងសង្ឃឹមថាអ្នកម្ដាយគ្រប់រូបអាចយកកន្លែងនេះជាចំណេះដឹងមួយក្រៅរំលឹកខ្លួនឯងថាបើសិនជាយល់សពអត់ល្អតាក់ទងជាមួយនឹងកូនរបស់ខ្លួនឯងកុំចាំអីពាក្យតែចាំលទ្ធផលចុងក្រោយវាមិនដឹងថាបាទប៉ះតេឬប៉ះធ្ងន់ទេគាត់និយាយចឹងហើយទៀតប៉ិតទោះបីជាជឿក៏វាអត់មានខាតបង់អីធ្ងន់ធ្ងរដែរគ្រាន់តែជាម្ដាយឪពុកដែលអាចស្រោចទឹកស្រោចអីគាត់លើកវិស័យគាត់សិនណាអញ្ចឹងខ្ញុំគិតថាវាអត់មានអីដែលត្រូវបាទពិបាកនឹងជឿទេបាទត្រង់ចំណុចហ្នឹងក៏ខ្ញុំឯកភាពទៀតបងថែមតិចទៀតណាបងប្អូនគេថាអញ្ចឹងនៅពេលដែលយើងជួបគ្រោះយើងជួបភ័យយើងទៅរកលោកស្រោចទឹកខ្ញុំអត់បដិសេធទេទៅរកលោកព្រោះព្រះដៃចគុណគឺតំណាងឲ្យព្រះពុទ្ធហើយហ្នឹងហើយប៉ុន្តែកុំភ្លេចថាព្រះពុទ្ធនៅតែនិយាយថាគុណទី1គឺគុណឪពុកម្ដាយបាទអញ្ចឹងគ្មានទេវតាអង្គណាប្រអិនប្រព្រំណាដែលធំជាងឪពុកម្ដាយរបស់យើងទេមានតែឪពុកម្ដាយទេដែលគាត់ប្រោសព្រំយើងទៅវាមានប្រសិទ្ធភាពបាទអញ្ចឹងហើយដែលជាកត្តាដែលសំខាន់ថាបើមានរឿងអីគ្មានស្អីក្រៅពីថ្វាយបង្គំឪម៉ែហើយឲ្យឪម៉ែយើងស្រោចទឹកឲ្យអានឹងជាវិធីដែលល្អបំផុតជាពាក្យពេចន៍ចុងក្រោយបងមានពាក្យពេចន៍អីដែលផ្ដាំផ្ញើជូនទៅប្រិយមិត្តដែលកំពុងតែទស្សនាជាដំបូងនេះគឺខ្ញុំអរគុណដល់ទស្សនិកជនក៏ដូចជាអរគុណដល់បងដូចគ្នាដែលផ្ដល់ឱកាសឲ្យខ្ញុំមកចែករំលែកសាច់រឿងផ្ទាល់មកនៅក្នុងកម្មវិធីផបបងដោយសារតែដឹងស្រាប់ហើយថាដូចបងនិយាយចឹងថាមិនបានចាំច្បាស់ហ្មងព្រោះអានេះវាសឹងតែមកដង្ហើមទៅផុតណាអញ្ចឹងជាមូលហេតុដែលខ្ញុំចាំច្បាស់ពីបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់ចឹងណាហើយអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើគឺដូចបងលើកឡើងខាងដើមអញ្ចឹងហើយចំណុចមួយទៀតដែលខ្ញុំចង់បន្ថែមនោះគឺចង់ឲ្យយល់ថាចែសតិអារម្មណ៍រាសីរបស់មនុស្សយើងគឺសំខាន់បាទយើងកុំគិតថាយើងទុកវាដល់ឡែកសិនណាយើងកុំគិតថាអញ្ចឹងគឺសំខាន់មែនតើអញ្ចឹងដូចខ្ញុំនិយាយខាងមុនអញ្ចឹងថាបើសិនជាមានបញ្ហាដែលត្រូវដោះស្រាយតែបើដោះស្រាយអត់ចេញទេយកមកគិតគួរតែកំណត់ការបរិច្ឆេទណាច្បាស់លាស់បាទពីព្រោះខ្ញុំជឿជាក់ថាចែកទោះបីជាបងប្អូនធ្វើឲ្យខ្លួនឯងយ៉ងទៅនឹងបញ្ហារហូតដល់ដោះស្រាយមិនចេញតែអត់ដល់ដំណាក់កាលជួបខ្មោចទេក៏បងប្អូនមានបញ្ហាជួបវិបត្តិផ្លូវចិត្តផ្សេងៗបាទអញ្ចឹងបានន័យថាបើយើងចេះស្រាយអ្វីដែលយើងចង់ឬក៏ចេះស្រាយនៅចំណងផ្លូវចិត្តរបស់យើងខ្លួនឯងគឺល្អមែនទែនហើយចំណុចចុងក្រោយគឺមនុស្សយើងខ្ញុំជឿជាក់ថានៅពេលដែលរាសីខ្ពស់បញ្ហាវានឹងស្រាយដោយខ្លួនឯងបាទអរគុណមែនតើដដែលមនុស្សយើងកុំប្រកែចងចេះស្រាយផងអរគុណមែនតើសម្រាប់វត្តមានរបស់បងវិនដែលបានចែករំលែកទុកកិត្តិយសឲ្យកម្មវិធីជាអ្វីដែលបានឡើងមកនៅក្នុងថ្ងៃនេះហើយអរគុណសម្រាប់ប្រិយមិត្តដែលបានតាមដានរហូតតាំងពីដើមរហូតដល់ចប់មកដល់ចំណុចនេះដល់ហើយយើងមានសហគមន៍ជាអ្វីយើងមាន channel របស់ជាអ្វីនៅក្នុង Messenger សូមអ្នកនរគ្នាចូលរួមហើយអ្នកនរគ្នាអាចចែករំលែកបទពិសោធន៍ល្អៗឬក៏ស្វែងរកចម្លើយរបស់បងប្អូនទាំងអស់គ្នានៅក្នុងសហគមន៍ទាំងអស់នោះព្រោះមិនមែនមានតែខ្ញុំបងម៉ងឬក៏វាគ្មិនដែលអាចចែករំលែកជាមួយនឹងបងប្អូនបានតែមានបងប្អូនជាច្រើនទៀតជាប្រិយមិត្តក៏អាចចែករំលែកជាមួយនឹងប្រិយមិត្តដូចគ្នាផងដែរអញ្ចឹងមានន័យថាមិនមានអ្នកណាម្នាក់ជាគ្រូច្បាស់លាស់ទេគឺម្នាក់សុទ្ធតែជាគ្រូនិងសុទ្ធតែជាអ្នកចែករំលែកសង្ឃឹមថាអ្នកទាំងអស់គ្នានៅតែពោលពាក្យល្អគំនិតល្អនិងមានផលវិជ្ជមានសម្រាប់បងប្អូនទាំងអស់គ្នា
chia ở ngay bị cả giống hơi nè mình là công bật tốt luôn ai cho anh pe បាទ ពិភពលោកនៅតែវិលរហូតទេវាមិនឈប់ត្រឹមថ្ងៃហ្នឹងទេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាប្រកាន់គោលគំនិតវិជ្ជមានហើយដើរទៅមុខជាបន្តជាកម្លាំងចិត្តសម្រាប់បងប្អូនទាំងអស់គ្នាតែឡៃអរគុណម្ដងទៀត បាទអរគុណមក ពីកម្មវិធីជាវ័យអេពីសូតទី10 season ទី2សន្មតថាចប់ត្រឹមតែប៉ុណ្ណេះយើងជួបគ្នានៅអេពីសូតក្រោយទៀត